សូមជួនរឿងចិត្តសាវ៉ាភាគទី1វេចាស្មេពេលវេលាបានកំណត់ចិត្តមនុស្សយើងឲ្យមានភាពមិនទៀងទាត់នោះឡើយតែបើសិនណាជាគេមានចិត្តសាវ៉ានោះអ្វីៗពិតជាមិនបានសម្រេចទៅតាមបំណងឡើយកុមារភាពបានបន្សល់ទុកឲ្យបងនៅពាក្យថាខិះដែលបងមិនយល់សោះហើយព្រោះតែរូបអូននោះហើយដែលធ្វើឲ្យបងបានខ្លាចទៅជាមនុស្សម្នាក់ដែលមានចិត្តបរិសុទ្ធត្រឹមត្រូវដូចជាគេដទៃតែពាក្យនោះបងមិនអាចបំភ្លេចបានទេគឺមានតែអូនហើយដែលបងបានខិះមុនគេហើយរូបអូននេះហើយដែលជារាជិនីដួងចិត្តរបស់បងពេលវេលាមិនបានកំណត់ឲ្យយើងស្គាល់គ្នាទេទាំងនេះមកពីបងបែកពីរូបអូនមែនកុមារភាពបានបន្សល់ទុកឲ្យបងនៅចាំថាកុមារតូចរបស់បងគឺជារូបអូនហើយសូមឲ្យជីវិតយើងទាំងពីរបានសំប្រកបទៅដោយស្នេហ៍បរិសុទ្ធទៅចុះជីវិតមិនខុសពីអ្វីដែលរលត់បាត់ទៅហើយវិលមកវិញដោយទឹកចិត្តមួយដែលគេចងចាំមិនអាចនឹងបំភ្លេចបានជាដាច់ខាតទាំងនេះគឺជាព្រំដែនកំណត់របស់ព្រំលិខិតទេអ្នកនិពន្ធទឹមអានីស្មេសនសើមរួយលំអងសាយ័នសម័យនាពេលនេះពិតជាគូឲ្យមនោរមែនខ្យល់ជំនោបក់មកត្រសៀកទៅសៀដែលរដូវនេះវាយោកំពុងតែបក់មកពីទិសឧត្តរនាំមកនៅក្លិនបុប្ផាជួយបបងឯសัตว์លោកឲ្យផុតពីទុក្ខកង្វល់នានាមោរយៈដែរបើសិនណាជាយើងក៏លេចភ្នែកមើលទៅលំនៅឋានមួយខ្នងដែលសង់តាមសម័យទំនើបមានក្បូរក្បាច់រចនាល្អពិសេសអមទៅដោយសួនច្បារនៅខាងមុខផងពិតជាគួរឲ្យជាប់ចិត្តដាច់អារម្មណ៍ណាស់តែទាំងនេះគឺជាអ្វីដែរទៅសំឡេងស្រែកដេញប្រឡែងគ្នារវាងកុមារាកុមារីពីររូបយ៉ាងសប្បាយនៅក្នុងសួនច្បារបង្កើតបានជាសម្លេងមួយយ៉ាងពិរោះរណ្ដំគួរជក់ចិត្តណាស់កុមារីដែលរត់ដេញគេស្រែកឡើងបងវរៈចាប់មេអំបានោះឲ្យខ្ញុំមកកុមារាវីរៈរត់មកដល់នៅណាវិជ្ជនីបងមិនឃើញទេនោះវាហើរទៅទុំលើផ្កានោះអីចាប់វាមកបងនៅលើផ្កាកុលាបនោះហើយឬសម្រៃរបស់កុមារីវីរៈរត់ទៅដេញចាប់មេអំបៅយ៉ាងរស់រាន់ដើម្បីយកមកឲ្យមិត្តរបស់វាក្មេងទូចដើរលោបទៅដល់ជិតលាដៃទាំងពីរក្តោបជាប់ព្រមទាំងស្រែកហូរដោយការត្រេកអរចាប់បានហើយតែប៉ុណ្ណេះរត់តាណារួចចាប់បានហើយអានេះហើយកុមារីវិជ្ជនីរត់មករកកុមារាវីរៈយ៉ាងលឿនឲ្យមកខ្ញុំមកបងវីរៈឆ្លើយទាំងក្តាប់ដៃជាប់បងមិនឲ្យទេវិជ្ជនីរត់ដេញតាមវីរៈទាំងចង់ចិញ្ចាំមិនបានជាបងនិយាយអញ្ចឹងទៅវិញក្រែងខ្ញុំឲ្យបងដេញចាប់មកឲ្យខ្ញុំមែនទេកុមារាវីរៈសើចតើអូនឯងចង់បានណាស់ទេឬបើមិនចង់បានរឿងអីដែលខ្ញុំឲ្យបងឯងចាប់មកឲ្យខ្ញុំនោះវាជារបស់ខ្ញុំណាមិនមែនទេវាជារបស់បងទេព្រោះបងជាអ្នកខំចាប់ទេតាបងខំចាប់វាតម្រាំទៅបាននោះអីអត់ទេឲ្យមកខ្ញុំមកវាជារបស់ខ្ញុំទេជារបស់បងទេជារបស់ខ្ញុំព្រោះខ្ញុំបានឃើញវាមុនគ្រាន់តែឃើញមិនអាចថាជារបស់អូនបានទេនាងទូចង់យំបន្តិចចង់អីបន្តិចឲ្យតែបងឯងធ្វើបែបនេះខ្ញុំឈប់លេងជាមួយបងឯងទៀតហើយចាំចាំមើលទៅកុមារាពេលពត់ឈប់លេងជាមួយក៏ឈប់ទៅស្មានតែអត់អូននេះបងអត់មានអ្នកលេងជាមួយមែនទេបងមិនខ្វះអ្នកលេងជាមួយនឹងបងទេអូននេះហើយបើអញ្ចឹងបងឯងទៅផ្ទះវិញចុះខ្ញុំឈប់លេងចូលហើយនិយាយហើយកុមារីដើរតូចច្រឡឹងងាកខ្លួនរត់ចូលក្នុងផ្ទះតែកុមារាវីរៈរត់ទៅពាំងពីមុខជាប់អេឈប់សិនអានេះយីគ្រាន់តែប៉ុណ្ណឹងឆាប់ងោដល់ហើយបងនិយាយលេងទេកុមារីសម្លាក់រួចវាចាកុំនិយាយរកខ្ញុំស្អប់បងឯងណាកុមារតូចហុយដៃទៅឲ្យនាងស្អិតហោណែយកទៅកុមារីលោកដែរទទួលព្រមទាំងញញឹមតែពេលដែលរៀបនឹងលោកទៅដល់ហើយស្រាប់តែកុមារាវីរៈដកដៃចេញភ្លាមនាងឈោសម្លាក់មិនចេញស្ដីកុមារាវីរៈសើចកកឹកស្រោដល់ហើយព្រះហើយធ្វើមុខអញ្ចឹងទៅពិតជាស្រោដល់ហើយយ៉ាងម៉េចចង់បានណាស់មែនទេកុមារវាចាទាំងមុខកញើបើមិនឲ្យទេក៏ឲ្យតែចុះខ្ញុំឈប់ចង់បានហើយកុមារតូចសើចទៀតធ្វើមុខអញ្ចឹងគូឲ្យស្រឡាញ់ណាស់ហោយកទៅស្រីតូចសម្លឹងដៃមិត្តនាងភ្លឺចង់ទទួលបន្តិចចង់ទេបន្តិចព្រោះនាងមិនទុកចិត្តមិត្តនាងវីរៈពោឡើងណែយកទៅបងឲ្យមែនណាវិជ្ជនីលោកដៃទៅដល់ចិត្តកុមារមិនដកដៃចេញទាំងវិចាឈប់សិនកុមារីអៀនដៃឈោសម្លក់ទៀត
ខ្ញុំឈប់ចង់បានហើយកុំតន់ឈប់បងគង់តែឲ្យអានេះឯងទេតែត្រូវមានលក្ខខណ្ឌមួយសិនលក្ខខណ្ឌអីដែរទៅឲ្យបងសុំខីមួយមកកុមារៃចង់ចិញ្ចាំដោយឆ្ងល់ស្អីគេទៅខីនឹងបងកុមារាសាគឺចំោះទល់នឹងចំោះនោះអីវិជ្ជនីស៊ូសង្ខារទៀតតើបងឯងចេះពីណាមកតើលោកគ្រូណាបង្រៀនបងឯងអត់ទេគឺបងវិរាប្រាប់បងទេតាបងវិរាប្រាប់ទៅពិតមែនហើយឆាប់ឡើងតែល្ងាចណាស់ហើយណាម៉ាក់ពិតជាចាំបាយបងល្អោចហើយអានេះហើយកុមារីស៊ូតែគេធ្វើអីចឹងមានន័យថាម៉េចដែរទៅអារឿងហ្នឹងបងមិនដឹងដែរតែមានថ្ងៃមួយបងលបមើលឃើញបងវិរាគាត់ធ្វើអញ្ចឹងជាមួយមិត្តភក្តិនារីរបស់គាត់បងក៏ស៊ូគាត់ថាធ្វើអីហ្នឹងគាត់ថាគេខិះណាអូពេលនេះបងវិរៈចង់ធ្វើដូចជាគាត់មែនទេចុះវាមានតែពិបាកអីគ្រាន់តែប៉ុណ្ណឹងនោះឆាប់ឡើងទៅល្ងាចណាស់ហើយណាកុមារីបញ្ជាក់បងប្រកាសជាឲ្យមេអំបាយមកខ្ញុំមែនទេឲ្យតែព្រមឲ្យបងខិះបងនឹងឲ្យអានេះភ្លាមកុមារីដើរទៅជិតកុមារាវិរៈតិចឃើញគេយកចំោះមកទល់នឹងចំោះនាងតូចពេលនោះពន្លឺភ្លើងផ្លេតចំវាទាំងពីរព្រមទាំងសំណើចមួយលាន់ឡើងអាសាសនេះឆាប់ចម្លងតាមបានលឿនណាស់ណោះចំជាអោចាមែនកុមារទាំងពីរភ្ញាក់ឃ្លាតពីគ្នាវាបាសទៅរកប្រភពសម្លេងជួបប្រទះនឹងបងប្រុសរបស់វិរៈរៀងរបស់គេពិតជាសង្ហានណាស់កាន់ប្រដាប់ថតដើរចូលមកដោយទឹកមុខញញឹមប្រពាយកុមារាវិរៈស៊ូមិញបងរាថតខ្ញុំមែនទេវិរៈសាចសម្លឹងក្មេងទាំងពីរបងពិតជាថតឯងមែនរួចចុះអានេះវិញរឿងអីបានទៅជាឲ្យវាខិះអញ្ចឹងគាត់ថាឲ្យមេអំបានខ្ញុំណាបងហើយសុំខិះបានគាត់ឲ្យចូលលើមិនឲ្យមកបងវិរៈចង់និយាយកុហកទៀតមែនទេវិរៈហុចមេអំបៅទៅឲ្យនាងស្រីតូចទូទាំងទឹកមុខញញឹមរីករាយហើយរត់ចេញទៅវឹងបាត់អរគុណឲ្យបងលាសិនហើយយុវជនវិរានឹងវិរៈតាមសម្លឹងមើលនាងរហូតទាល់តែបាត់រូបនាងទៅគេដឹកដៃប្អូនដើរចេញត្រឡប់មកផ្ទះវិញតោះល្ងាចហើយម៉ែបងបើតាមឯងទៅញ៉ាំបាយកុមារាដើរតាមបងគេទាំងបាត់លើបងរាបងឯងស្រឡាញ់ខ្ញុំដែរទេមិនបានជាស៊ូបងចឹងទៅវិញបងមានតែប្អូនមួយបើមិនស្រឡាញ់តើឲ្យទៅស្រឡាញ់អ្នកណាដែរទៅចុះបងស្រឡាញ់អានេះដែរទេអានេះក៏បងស្រឡាញ់ដែរមិនបានជាអូនស៊ូបងយ៉ាងនេះទៅវិញឬមួយក៏ឯងតើពីអ្នកនឹងបងស្រឡាញ់អ្នកណាច្រើនជាងគេវីរ៉ាមើលមុខអូនព្រមទាំងសាច់បងស្រឡាញ់អានេះជាងព្រោះអានេះវាមានតែម្នាក់ឯងចំណែកឯងមានបងហើយវីរ៉ាថ្លែងទឹកមុខអត់សុខចិត្តទេបងឯងអត់ស្រឡាញ់ស្មើគ្នាផងនោះវីរ៉ាសាច់ចុះអូនស្រឡាញ់អានេះដែរទេពិតជាស្រឡាញ់តែស្រឡាញ់ផងស្អប់ផងហេតុអីចាំបាច់មានទាំងពីរយ៉ាងដូចនេះទៅវិញបានគឺស្រឡាញ់ពេលដែលអានេះសាច់នឹងពេលធ្វើមុខកញើហើយស្អប់នៅពេលដែលវាលេងស៊ីខូចដូចជាមួយនឹងខ្ញុំនាងចូលចិត្តលេងបន្លំនិងមិនបាត់ខ្ញុំបន្តិចដងទេហើយនាងចូលចិត្តនិយាយកលិចកលុចទៀតផងបងមិនត្រូវស្រឡាញ់នាងច្រើនជាងខ្ញុំទេព្រាយគាត់តែប៉ុណ្ណឹងគាត់ថាគេខូចដែរឯងនេះចំជាផ្ដាស់មែនតែម្ដងហើយបើមិនខូចតែជាស្អីទៅវិញតែឯងនេះខូចជាងអានេះទៅទៀតចិត្តដូចជាធំណាស់ហ៊ានសុំកូនកំងទៅថាបទាំងកណាថ្ងៃផងវរៈអង្រុនដៃបងប្រុសបងឯងក៏ខូចដែរខ្ញុំឃើញបងឯងខីបងវីទាំងកណាថ្ងៃដែរនោះអីបែរស្មានតែខ្ញុំមិនដឹងមែនទេកុំចង់បន្លំខ្ញុំអីចាំមើលខ្ញុំនិយាយប្រាប់ប៉ាម៉ាក់ហើយថាបងឯងខីកូនកំងគេទាំងថ្ងៃវេរ៉ាបញ្ញាប់ខាត់ពូនកុំអីកុំនិយាយប្រាប់ប៉ាម៉ាក់យូនខ្ញុំត្រូវតែប្រាប់ព្រោះបងឯងអត់ស្រឡាញ់ខ្ញុំបងឯងស្រឡាញ់អានេះជាងខ្ញុំវេរ៉ាសាយរអឹកអញ្ចឹងបងស្រឡាញ់អូនជាងអានេះទៅចោពិតមែនឬបងពិតមែនហើយអូនមិនដឹងទេឬវាមិនដែលមានអ្នកណាទៅស្រឡាញ់កូនគេជាងពូនរបស់ឯងនោះទេមិនដឹងហើយណាបងខ្ញុំក៏ស្រឡាញ់បងឯងជាងបងប្រុសរបស់អានេះទៅទៀតវារាសាញឹមលេងស្ដីអ្វីទាំងអស់បរិយបន្តទៀតបងរាតើបងថតរូបខ្ញុំធ្វើអីដែរទៅបងចេះតែថតទុកមើលលេងទៅព្រោះបងទៅតែមកពីដើរលេងជាមួយនឹងពូម៉ាក់បងក្រោយចំបកាគ្រាន់តែមកដល់ផ្ទះភ្លាមម៉ាក់ប្រើឲ្យបងហៅឯងទៅញ៉ាំបាយបងក៏មកបែបទាំងនេះតែម្ដងទៅគឺចំពេលដែលឯងកំពុងតែខិះអានេះនឹងនោះអីបងរាគេខិះនឹងមានន័យថាម៉េចដែរទៅចុះឯងខិះធ្វើអីដែរខ្ញុំមិនដឹងដែរចេះតែខិះទៅមិនដឹងថាវាមានន័យអីផងនោះបងនិយាយប្រាប់ខ្ញុំផងបានទេវេរាសាច់ដោយហូរចិត្តនឹងភាពល្ងងរបស់បងប្រុសគេសាច់រួចវិចាពេលនេះអូនមិនតាន់យល់ទេចាំដល់ពេលអូនធំប៉ិនបងអូនប្រកាសជាយល់ហើយតើពេលណាទៅបានខ្ញុំធំនោះបងរាឆ្នាំនេះអូនអាយុប្រហែលហើយ12ឆ្នាំហើយបង
ពេលរាសាច់បានចឹងផាជា5-6ឆ្នាំទៀតអូនអាចដឹងហើយព្រះអើយតម្រាំដល់ពេលនោះយូរណាស់បងខ្ញុំចង់ដឹងតែពេលនេះតែម្ដងមិនបានទេអូនបើដឹងពេលនេះបងជឿថាអូនរៀនមិនចូលទេព្រោះអូននៅក្មេងខ្ចីណាបងឯងនេះចិត្តអាក្រក់ចាំមើលខ្ញុំទៅសួរម៉ាក់វិញតែគាត់ប្រាប់ខ្ញុំដែរទេម៉ាក់មិនចេះឆ្លើយទេបើម៉ាក់មិនដឹងខ្ញុំទៅសួរប៉ាក៏អត់ចេះដែរគឺចេះតែបងម្នាក់ប៉ុណ្ណោះណាហើយអូនខំរៀនទៅវាគង់តែចេះឯងទេអារឿងហ្នឹងនោះបងប្អូនទាំងពីរបណ្ដាគ្នាមកដល់ផ្ទះល្មមតាមពិតវេរានិងវរៈជាកូនរបស់លោកចម្រើនជារដ្ឋមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំការនៅខេត្តបាត់ដំបងនេះនិងលោកស្រីសុរិយាជាភរិយាវេរាជាសិស្សរៀននៅថ្នាក់ទី11នៃវិទ្យាល័យមនីវង្សចំណែកវរៈជាសិស្សរៀនថ្នាក់ទី7វិទ្យាល័យជាមួយនឹងបងប្រុសដែរគ្រាន់តែមកដល់ផ្ទះភ្លាមលោកស្រីស្រែកទៅកាន់វរៈយ៉ាងលឿនវរៈហេតុអីបានជាកូនដើរលេងភ្លេចបាយភ្លេចទឹកបែបនេះទៅវិញហាបានម៉ាក់កូនរវល់ដេញចាំមេអំបៅឲ្យអានេះបានជាភ្លេចមិនដឹងថាម៉ាក់នៅចាំបាយកូនថ្ងៃនេះម៉ាក់អត់ទោសឲ្យម្ដងតែលើកក្រោយម៉ាក់វាយហើយណាកុំឲ្យតែលេងភ្លេចខ្លួនរបៀបនេះបាទកូនឈប់ហើយម៉ាក់នាំគ្នាទៅរកងូតទឹកចេញទៅនឹងអានមកញ៉ាំបាយចិត្តយប់ហើយណាបាទម៉ាក់ពូគេទាំងពីរដើរចូលទៅក្នុងផ្ទះសម្ដៅទៅបន្ទប់ដើម្បីផ្លាស់ខោអាវងូតទឹកសម្អាតប្រាណដោយស្ងៀមស្ងាត់ស្បាយរាត្រីបានគ្របដណ្ដប់មកលើវិសាលភាពគេហដ្ឋានរបស់លោកចម្រើនក្រោយពេលដែលបរិភោគបាយល្ងាចរួចហើយលោកប្រុសបានហៅប្រពន្ធកូនមកជួបជុំគ្នាដើម្បីពិគ្រោះពីរឿងរបស់លោកម៉ាក់វីដាច់ខែនេះបងត្រូវផ្លាស់ទៅធ្វើការនៅភ្នំពេញវិញហើយព្រោះបងត្រូវបានឡើងតំណែងថ្មីហើយរាជការតម្រូវឲ្យទៅធ្វើការនៅទីនោះវិញរួចចុះផ្ទះយើងនេះបងហើយបងត្រូវផ្លាស់ទៅទីនេះយូរប៉ុណ្ណាដែរទៅបងត្រូវទៅធ្វើការនៅភ្នំពេញរហូតដល់រត្រេះតែម្ដងណានេះបានន័យថាយើងឈប់នៅទីនេះទៀតហើយមែនទេត្រូវហើយបងបាន7នាក់លក់ផ្ទះនេះហើយតាម៉ាក់វីឯងថាយ៉ាងម៉េចដែររឿងនេះស្រេចទៅលើបងទេតាបងធ្វើយ៉ាងម៉េចក៏បានដែរសំខាន់កូនយើងគឺគិតយ៉ាងម៉េចដែរទៅបងគិតថាទឹកក្រោយនេះនាំម៉ាក់វីឯងទៅមើលផ្ទះដែលយើងបានទិញនៅភ្នំពេញនោះធ្វើការរៀបចំឲ្យហើយទៅកុំឲ្យវាពិបាកដល់ថ្ងៃដែលយើងរើរៀបចំជាបណ្ដាក៏ល្អម្យ៉ាងដែរណាមួយតើវាសមនឹងយើងរស់នៅដែរឬទេមែនហើយបងខ្ញុំគិតថានឹងដឹកអីវ៉ាន់ទៅមួយចំនួនខ្លះហើយរឿងកូនបងបានគិតគូរផ្លាស់សាលាឲ្យវាហើយឬនៅម៉ាក់វីមិនបាច់បារម្ភទេរឿងអស់នេះខាងរាជការក៏រៀបចំរួចរាល់អស់ហើយយើងត្រៀមតែខ្លួនទៅភ្នំពេញទៅបានហើយបើអញ្ចឹងវាដូចជាស្រួលខ្លួនបន្តិចដែរលោកចម្រើនងាកមកនិយាយជាមួយនឹងវេរាយ៉ាងម៉េចដែរកូនប៉ាឯងចង់ទៅរៀននៅទីនេះឬមួយក៏ទៅរៀនជាមួយនឹងប៉ាម៉ាក់ដែរចំណែកកូនទៅតាមប៉ាម៉ាក់ទាំងអស់ចុះកូនវេរៈវិញតើកូនទៅដែរទេកូនយ៉ាងម៉េចកូនមិនចង់ទៅភ្នំពេញទេឬវេរៈមើលមុខប៉ាគេបន្តិចទើបស្ដីប៉ាម៉ាក់ចង់អានេះនាងទៅជាមួយនឹងយើងដែរទេលោកប្រុសលោកស្រីនិងវេរាមើលមុខគ្នាទាំងសាច់កិលឡើងជាមួយនឹងវិចាយ៉ាងម៉េចមិនដាច់ចិត្តពីអានេះមែនទេបើថាមិនដាច់ចិត្តទេអូននៅរៀនទីនេះជាមួយនឹងអានេះក៏បានដែរចាំឲ្យប៉ាម៉ាក់ទៅសុំម៉ាក់អានេះឲ្យអូននៅជាមួយណាកុមារតូចមើលមុខបងប្រុសដោយមិនពេញចិត្តទាំងស្ដីឡើងភ្លាមបងឯងថាឲ្យតែខ្ញុំទេចុះត្រង់បងឯងនោះមិនបានទៅចោលបងវីទេបងមិនកម្មសិទ្ធិក្រាដូចជាអូនឯងនោះទេបងត្រូវទៅណាហើយមិនចាំបាច់គិតគូរវិញឆ្ងាយឡើយខ្ញុំក៏អញ្ចឹងដែរមិនខ្ចីទៅនឹកអ្នកណាទេបើត្រូវទៅក៏ទៅដែររឿងអីដែលត្រូវចាំនៅយូរនោះវេរាតបទាំងសាច់មានអីឲ្យតែគ្រាន់បើអញ្ចឹងទៅយ៉ាងណាកុំយំនឹកគេឲ្យប៉ាម៉ាក់ជួនត្រឡប់មកវិញណាអូពិតជាយកកោះឲ្យបងប្រុសហើយវេរាមិនបានធ្វើរឹកបែបនោះទេបាទលោកចម្រើនពោលកាត់បានហើយជប់ប្រកែកគ្នាទៅទៀតទៅកូនល្មមទៅរកសម្រាប់ហើយកុំឲ្យអត់ងងុយព្រឹកទៅរៀនផងណាបាទប៉ាពូគេបែកគ្នាចូលទៅសម្រាប់រៀងខ្លួនទាំងនឹកគិតថាបានយូរប្រហែលទៀតពូគេនឹងត្រូវឃ្លាតចាកឆ្ងាយពីទំនុំដ៏សុខសាន្តនេះហើយតែភ្នំពេញពិតជាមានន័យសម្រាប់ពូគេមែនឬទេពេលវេលាបោះដំណើរមិនវិលថយក្រោយឡើយបើទៅមុខហើយមានតែទៅជារៀងរហូតថ្ងៃកំណត់ដែលក្រុមគ្រួសារលោកចម្រើនត្រូវទៅរស់នៅទីក្រុងភ្នំពេញបានឈានចូលមកដល់ដែរល្ងាចនេះវរៈឆ្លៀតទៅជួបលាមិត្តរបស់វាគ្រប់គ្នាហើយទីបំផុតទៅគេមកលាវិជ្ជនីជាចុងក្រោយគ្រាន់តែវរៈដើរមកដល់មាត់របងផ្ទះនាងភ្លាមកុមារីរត់ត្រេចេញមកទទួលគេទាំងស្ដីឡើង
បងវរៈបងឯងទៅណាបានជាមិនឃើញបើលេងជាមួយនឹងខ្ញុំអញ្ចឹងក្នុងប្រហែលថ្ងៃនេះបងរវល់ជួយរៀបអីវ៉ាន់ប៉ាម៉ាក់នឹងណាស្រីតូចទម្លាក់ទឹកមុខចុះស្រពោនមួយរំពេចនេះឮថាប៉ាបងត្រូវផ្លាស់ទៅនៅភ្នំពេញវិញមែនទេហើយបងវរៈក៏ត្រូវដែរទេពិតមែនហើយអានេះប៉ាត្រូវផ្លាស់ទៅធ្វើការនៅទីនោះវិញហើយផ្ទះនៅទីនេះក៏ប៉ាលក់ឲ្យគេរួចទៅហើយដែរចុះបងទៅដែរមែនទេវរៈងក់ក្បាលទឹកមុខគេស្រពោនចប់ត្រូវហើយអានេះពូយើងប្រហែលជាលេងបានរត់បន្លាញលេងជាមួយគ្នាទៀតហើយបងដឹកអានេះណាស្រីតូចចាប់ដៃគេជាប់ទាំងទឹកភ្នែកបំរឹងនឹងហូរចុះមកបងកុំទៅអីបងនៅជាមួយនឹងអានេះហើយណាបងក៏ចង់នៅដែរតែបងមិនចង់បែកពីប៉ាម៉ាក់សោះចាំបងឲ្យប៉ាម៉ាក់ជួលមកលេងជាមួយនឹងអានេះណាចុះបងទៅអង្ការដែរបងទៅស្អែកនេះហើយអីក៏លេងម្លេះបងមិនខកអានេះទេបងមកនេះគឺមកលាអូននឹងណាចាបើបងទៅហើយឧស្សាហ៍មកលេងនឹងអានេះផងលើទេសូមបងទៅឲ្យបានសុខចុះកុមារទាំងពីរមើលមុខគ្នាទាំងសពូនចិត្តវិជ្ជនីពលចាំស្អែកអូននឹងជួនដំណើរបងជាមួយនឹងប៉ាម៉ាក់បងណាមិនបាច់ទេអូនព្រោះបងចេញតាំងពីព្រលឹមម្លេះបងលាសិនហើយណាបញ្ញាម្លេះបងល្ងាចណាស់ហើយបងខ្លាចប៉ាម៉ាក់ចាំបាយចាបងទៅចុះតែកុំភ្លេចមកលេងនឹងអានេះផងណាមិនអីទេបងនឹងមកលេងជាមួយនឹងអានេះឲ្យបានញឹកញាប់កុមារីជួនដំណើរមិត្តនាងមកដល់មាត់របងមុននឹងបែកគ្នាគេងាកមើលមុខគ្នាឲ្យអស់ចិត្តដោយកសែភ្នែកសាណាឡៃតែគេមិនបាននិយាយរកគ្នាមួយម៉ាត់ឡើយវរៈបែរមុខដើរចេញទៅយ៉ាងលឿនគ្មានងាកក្រោយបន្តិចសោះវិជ្ជនីចូលសម្លឹងមើលគេតោះតែដើរចូលទៅក្នុងផ្ទះទើបនាងដើរចូលមកក្នុងផ្ទះវិញដែរជូប្រទះនឹងម្ដាយដើរចេញមកឃើញទឹកមុខនាងស្រពោនបែបនេះក៏ស៊ូឡើងអានេះកូនមិនស្រួលខ្លួនមែនទេស្រីតូចមើលមុខម្ដាយទឹកភ្នែកនាងរលេងរលោងនិយាយទាំងរអារអួលម៉ាបងប្រយ័ត្នទៅចោលពូជើងហើយអ្នកស្រែងឯក្បាលកូនដោយក្តីការណាកុំគិតច្រើនពេកកូនម៉ាគេមិនមែនទៅរហូតមិនមកលេងនោះទេបើមានពេលគេពិតជាមកលេងជាមួយនឹងកូនមិនខានតែផ្ទះរបស់គាត់លក់អស់ហើយម៉ាគាត់មិនវិលត្រឡប់មកវិញទៀតទេអ្នកស្រីសាច់លើកទឹកចិត្តកូនមិនមែនដូចជាកូនបាននិយាយនោះទេគេប្រកាសជាវិលមករកកូនវិញមិនខានកូនជឿម៉ាក់ចោះម៉ាក់សុំគេផ្លាស់ទៅភ្នំពេញដែរទៅម៉ាក់មិនបានទេកូនអារឿងផ្លាស់នោះមិនបានចិត្តតែផ្លាស់ដោយងាយស្រួលនោះទេកូនស្រីរាជការគេមិនអនុញ្ញាតទេកូនស្រីតូចសម្លឹងមើលមុខបដៃបន្តិចទើបដើរចូលទៅក្នុងបន្ទប់បាត់ទាំងទឹកភ្នែករលេងរលោងធ្វើឲ្យលោកស្រីមានចិត្តអាណិតកូនជាពន់ពេកការរីចុងរដូវការរីឆាយរួយវាជារឿងធម្មតារបស់ធម្មជាតិទៅហើយតែពេលវេលាដើរទៅមុខហើយពិតជាមិនអាចវិលត្រឡប់ថយក្រោយវិញបានជាដាច់ខាតពេលវេលាពិតជាលឿនណាស់អ្វីៗវាបានប្រែប្រួលទៅតាមកាលៈទេសៈអស់ទៅហើយ12ឆ្នាំបានកន្លងផុតទៅដូចជាឆាប់រហ័សណាស់វរៈបានក្លាយទៅជាយុវជនមួយរូបដែលមានរូបសម្រស់ស្រស់ស្ងាជាងបងប្រុសគេទៅទៀតចូលមកដល់ឆ្នាំនេះគេមានអាយុ24ឆ្នាំហើយគឺគេជាមនុស្សម្នាក់ដែលចូលចិត្តការដើរលេងសប្បាយហឺហាមិនដូចជាវរៈកាលពីកុមារនោះឡើយរូបរាងស្រស់ស្អាតមានមន្តស្នេហ៍របស់គេពិតជាធ្វើឲ្យនារីមួយចំនួនលងខ្លួនមកលើគេដោយជាមិនផុតទេនិយាយឲ្យចំទៅតាំងពីគេចាក់ចេញពីបាត់ដំបងមកវរៈមិនដែលបានផ្ញើដំណឹងឬនឹកនាទៅដល់វិជ្ជនីឡើយមិនដឹងថានាងរៀនដល់ណាឬក៏ចេញធ្វើការអ្វីដែរទេព្រោះពេលនេះអ្វីៗនៅលើទឹកដីបាត់ដំបងគេបានបំភ្លេចចោលអស់ទៅហើយសប្តាហ៍ថ្ងៃនេះគេជាសាស្ត្រាចារ្យផ្នែករូបវិទ្យាគីមីវិទ្យានៅវិទ្យាល័យយុគន្ធរក្រុងភ្នំពេញក្រៅពីម៉ោងធ្វើការវរៈដើរលេងមិនសូវនៅផ្ទះឡើយគឺមានកម្មវិធីរហូតមិនថាសៅរ៍ឬអាទិត្យទេថ្ងៃអាទិត្យនេះគេគេងរហូតដល់ម៉ោង7ព្រឹកទៅហើយនៅតែមិនទាន់ភ្ញាក់ទៀតនារីព្រឹមព្រៃម្នាក់បញ្ឈប់ម៉ូតូ Fino របស់នាងនៅខាងមុខទីធ្លាសួនច្បារខាងមុខហើយដើរចូលមកខាងក្នុងបន្ទប់ដែលសម្រាប់ទទួលភ្ញៀវទាំងទឹកមុខញញឹមប្រព្រាយជួជាមួយនឹងលោកស្រីសុរិយាជាប្តីរបស់វរៈរៀបចំខ្លួនបំរុងនឹងចេញទៅផ្សារកញ្ញាចូលមកដល់លើកដៃសំពះគូស្វាមីមួយរំពេចសូមជម្រាបសួរលោកអ៊ំចាលើកដៃថ្វាយព្រះមួយស្រីសូមអញ្ជើញអង្គុយលេងសិនទៅចាអរគុណលោកអ៊ំកញ្ញាព្រមព្រៃទទួលទាំងដាក់ខ្លួនអង្គុយចុះនៅលើសាឡុងទទួលភ្ញៀវមួយស្រីមកផ្ទះអ៊ំមេកាអីដែរទៅចាខ្ញុំមានណាត់មកជួបជាមួយលោកគ្រូដើម្បីសុំសួរពីលំហាត់មួយចំនួនលោកអ៊ំតែគាត់នៅផ្ទះដែរទេចាអ្នកស្រីមើលមុខនាងបន្តិចទើបឆ្លើយទៅវិញអូវរៈគេនៅទេ
ប្រហែលជាមិនទាន់ក្រោកផងក៏មិនដឹងចាំអ៊ំឡើងទៅមើលគេបន្តិចសិនចំម៉ែនតែម្ដងហើយកូននេះណាត់ជាមួយនឹងសៅហើយនៅមិនទាន់ក្រោកទៀតនាងនៅចាំទីនេះសិនហើយអ៊ំមកវិញឥឡូវហើយចាអរគុណលោកអ៊ំអ្នកស្រីដើរសម្ដៅបន្ទោកូនប្រុសច្រានទ្វារចូលទៅឃើញវរៈគេសមុខធ្វើប្រងើយហាក់ដូចជាមិនបានដឹងរឿងអ្វីទាំងអស់លោកស្រីហួចចិត្តដើរទៅជិតទាំងដាស់គេឡើងវរៈកំឡោះស្ទុះងើបទាំងពត់ខ្លួនយីថ្ងៃត្រង់ទៅហើយលោកស្រីញញឹមមើលមកកូនយ៉ាងម៉េចមិនតន់ឆ្អែតទេឬកូនប្រុសម៉ោងប្រហែលហើយម៉ាម៉ោង7ហើយឆាប់ងើបឡើងទៅមានកូនសាសគេមករកថាកូនមានណាត់ឲ្យគេមកជួបហេតុអីបានជាធ្វើរឹកពីកំផែលបែបនេះទៅវិញសាសមួយណាទៅម៉ាប្រុសឬក៏ស្រីកូនសាសស្រីនៅចាំខាងក្រៅមែនណោះពិតមែនឬម៉ាក់មិនចាស់និយាយកុហកកូនទេកំឡោះរូបស្អាតសើចតាមដែរតែកូនកុហកម៉ាក់ប្រហែលដងហើយវាមិនតិចដងទេដូចយំមិញនេះជាដើមកូននិយាយប្រាប់ម៉ាក់ថាទៅបងគេនៅផ្ទះមិត្តភ័ក្តិមានអីទៅបងគេនៅបារអារីណាទៅវិញតែខុសឬក៏ត្រូវកំឡោះភ្ញាក់នឹងសម្ដីម្ដាយតែអ្នកណានិយាយប្រាប់ម៉ាក់អញ្ចឹងនោះចាំអ្នកណាប្រាប់ឯងស្មានថាម៉ាក់មិនដឹងខ្យល់អីសោះមែនទេកូនប្រុសមិនមែនទេច្បាស់ជាបងវេរាប្រាប់ម៉ាក់ហើយព្រោះវេរាវាទៅដែរមែនទេវរៈសាយឡើងរអឹកងើបដើរសម្ដៅទៅបន្ទប់ជើងជំរះកាយធ្វើប្រងើយលោកស្រីបន្តមុននឹងចេញទៅវិញឯងពីរអ្នកនេះមានល្បិចខូចមិនខុសគ្នាទេចូលចិត្តនិយាយកុហកម៉ាក់ណាថ្ងៃនេះម៉ាក់មិនអោយទៅណាទាំងអស់ត្រូវនៅចាំផ្ទះចាំម៉ាក់មកវិញទេទេបានម៉ាក់អ្នកស្រីដើរចេញទៅក្រៅស្ដីជាមួយនឹងស្រស់ស្រីប្រំប្រេទាំងទឹកមុខញញឹមពព្រាក្មួយអង្គុយលេងសិនទៅវរៈគេចុះមកលើហើយអ៊ំទៅផ្សារបន្តិចសិនចាស់លោកអ៊ំជើញទៅចុះអ្នកស្រីដើរចេញទៅបានមួយសន្ទុះវរៈចេញមកយល់ស្រីស្រស់សុភាទាំងរលាស់សម្ដីឡើងទាំងញញឹមទៅកាន់នាងអូម៉ាលីអូនមកចាំបងយូរហើយឬកញ្ញាម៉ាលីទម្លាក់ទស្សនាវដ្តីចុះសម្លក់កំឡោះយើងដោយការខ្នន់ខ្នាញ់ពីម្សិលមិញបងសន្យាជាមួយនឹងអូនថាមិនខ្លះវរៈសើចយ៉ាងស្រស់ទាំងស្ដីឡើងចង់បងមានភ្លេចសន្យាឯណាបងមិនចេះភ្លេចទេអូនបងមិនភ្លេចទេគ្រាន់តែបងមិនទៅមែនទេអានឹងក៏មិនមែនដែរព្រលឹងពៅអើយនិយាយហើយគៀកក៏ស្រេកថាមួយខ្សើតយ៉ាងវែងមុននឹងវិចារទៅនាងវិញពិតជាក៏អូបណាព្រាហើយមានកម្លាំងឲ្យព្រឹសតែម្ដងអូឈឺណាស់អូនស្រស់ស្រីម៉ាលីក្តីផ្លូវសង្សារប៉ាត់បងឯងនេះខូចណាស់អូនខំចាំឡើងផ្សារភ្នែកអត់ទៅហើយទូរស័ព្ទក៏ទេមិនចូលទៀតអ្នកណាខុសអ្នកណាត្រូវបងនិយាយមកមើលបើកុំតែមកតាមប្រហែលជាមិនដឹកដល់អូនទេមើលទៅកុំខឹងអីណាព្រលឹងបងរៀបខ្លួននឹងចេញទៅឲ្យទីតាអូនមិនឃើញទេឬម៉ាណាវីងើបឈរឡើងតោះទៅអញ្ចឹងទៅណាម៉ាលីបើផ្នែកធំមិនបានជាបងស៊ូខ្ញុំបែបនេះទៅវិញក្រែងបងជាអ្នកបបួលអូនទៅទីនោះមែនទេវរៈងក់ក្បាលមួយអូមែនបងនឹកឃើញហើយស្រស់ស្រីអូដែរសង្សារបើនឹកឃើញហើយយើងចេញទៅតែម្ដងទៅវរៈងើបដើរចេញទៅតែទទួលនឹងឃើញផ្ទះអត់មានមនុស្សនៅក៏វិចារឡើងចាំម៉ាក់មកពិសាវិញសិនទៅហេតុអីបានជាចាំគាត់ទៅវិញព្រោះអត់មានអ្នកណានៅចាំផ្ទះទេអូនចុះក្រែងបងមានអ្នកបម្រើដែរទេតាពូគេសុំច្បាប់ទៅធ្វើបន់បងប្អូននៅឯស្រុកបាត់អស់ទៅហើយចាំបន្តិចទៀតសិនទៅណាអូនដូចជាខ្លាចម៉ាក់បងណាតែខ្លាចគាត់ធ្វើអីដែរទៅក្រែងគាត់ជាស្រីដូចតែគាត់ដែរទេតាកូននេះចេះខ្លាចទៅកាចោះត្រង់អូននៅជាមួយបងហេតុអីបានជាមិនខ្លាចបងផងទៅខ្លាចម៉ាក់ដែរជាស្រីដូចគ្នាទៅវិញអង្គុយចុះសិនទៅអូនអ្នកកំឡោះទៀងដែរម៉ាលីឲ្យអង្គុយចុះមកវិញម៉ាលីបេចាចុះបងវេរាទៅណាហើយបងវរៈសាយគីក៏សង្សារគាត់ដើរហៅភ្ញៀវចេញទៅតាំងពីព្រលឹមម្លេះតែគាត់រៀបការនៅថ្ងៃណាដែរបងអាទិត្យក្រោយនេះហើយអូនម៉ាលីបែរប្រាក់មករកសង្សារវិញចោះចំណែកបងវិញគិតគូពេលណាដែរកំឡោះធ្វើជាមិនដឹងរឿងបងឬចាពិតមែនហើយបងគ្មានទេពធីតាណាមកប្រណីបងនោះទេអូនហើយម៉ាណាវីមើលគេតោចខ្នាញ់មកពីបងមិនប្រណីគេដែរទីដឹងអូននិយាយបែបនេះគិតក៏ហើយការពិតឲ្យតែរូបស្រីស្អាតបងប្រណីតែទាំងអស់ហ្នឹងបើអូនដឹងថាបងជាមនុស្សសម្បូរស្នេហ៍បែបនេះប្រហែលជាអូនមិនមកបៀតបងឯងទេចុះពេលនេះដឹងហើយទេតាអូនលាសិនហើយអញ្ចឹងនិយាយហើយម៉ាលីងើបដើរចេញតែវរៈចាប់អោបចង្កេះនាងជាប់ប្រានម៉ាលីដួលទៅលើកំឡោះធ្វើឲ្យគេទាំងពីរបានដៃអោបនាងរឹតតែខ្លាំងឡើង
គេចាំនាងថើបមិនសំចៃធ្វើឲ្យស្រីសានរំភើបនាងស្រវាអោបគេវិញយ៉ាងស្និទ្ធទាំងនិយាយតិចដាក់ទៅជាគេបងវីរៈស្រឡាញ់អូនដែរទេក្នុងលោកនេះគឺមានតែអូនទេដែលជាម្ចាស់ដួងចិត្តរបស់បងនោះអូនគឺជាកែផ្នែករបស់បងណាចោះកាញ្ចនាមូលកាសោភានៅវិញនាងជាមិត្តនារីរបស់បងទីតាអូនសម្លាញ់ពិតមែនឬបងក៏អូនបានប្រយោជន៍អីដែរទៅចៅបងស្រឡាញ់អូនពិតមែនហេតុអីបានជាបងមិនចូលស្ដីដល់នឹងអូនរៀបការតែម្ដងទៅចាំបងសំលួយបានច្រើនសិនចាំគិតគូរជាក្រោយណាស្រស់ស្រីច្រានទ្រូងសង្សារចេញទាំងរលាស់វិចាអូនមិនចង់លឺពាក្យទាំងនេះទេតែសពថ្ងៃនេះបងក្រណាស់ទៅមែនទេអវរៈសាមើលមុខនាងធ្វើញឹមវាជាទ្រព្យរបស់ប៉ាម៉ាក់បងទេតាបើរបស់ប៉ាម៉ាក់មិនមែនជារបស់បងទេឬមិនមែនទេបងបានសន្យារួចទៅហើយថាបងមិនត្រូវការយកប្រាក់របស់ពួកគាត់ទេបើបងរកប្រាក់មិនទាន់បានទេបងមិនព្រមរៀបការចែកខានចោះបើអូនជួយបងនោះមិនកើតទេបងមិនត្រូវការលក់ឧត្តមកតិខ្លួនឯងឡើយបើអូនស្រឡាញ់បងគឺអូនត្រូវតែរងចាំបងសិនទៅតែបើអូនយល់ថាវាយូរហើយមិនទុកចិត្តបងនោះបងនឹងបើកសេរីភាពឲ្យអូនតាមចិត្តរបស់អូនទៅចោះបងនិយាយថាអូនមានសិទ្ធិជ្រើសរើសគូសកលតាមចិត្តរបស់អូនបងដូចជាមិនអាណិតអូនសោះបងចង់និយាយថាបើយកល្អអូនកុំសូវស្រឡាញ់បងពេកម៉ាលីភ្ញាក់ងាកមកមើលមុខកំឡោះយើងហេតុអីបានជាបងនិយាយយ៉ាងនេះទៅវិញវេរៈសាចព្រោះបងមិនចង់ឲ្យអូននៅចាំបងរហូតតទៅចាស់ខ្លួនទេអូននៅក្មេងរូបរាងក៏ស្អាតដែរគូតែជ្រើសរើសយកបរិសុទ្ធណាដែលស័ក្តិសមនឹងអូនទៅបងមិនត្រូវនិយាយបែបនេះទេបើបងមិនចង់ឲ្យអូននៅចាំយូរទេបងត្រូវតែបញ្ញាប់រៀបការទៅទេបងមិនអាចធ្វើឲ្យវាផ្ទុយនឹងឆន្ទៈរបស់បងនោះទេនេះបានន័យថាបងស្រឡាញ់អូនគ្រាន់តែជាល្បែងលេងកំសាន្តមែនទេមិនមែនទេមណ្ឌវីរៀងរលែងលងទឹកភ្នែកអូនយល់ចិត្តបងហើយបងស្រឡាញ់កាញ្ចនាមែនទេអ្នកកំឡោះក៏វិក្បាលអ្នកណាក៏បងមិនស្រឡាញ់ដែរសម្ដីនេះធ្វើឲ្យម៉ាលីអន់ចិត្តជាខ្លាំងនាងងើបដើរចេញទៅរយដោយមកខ្ចីលាគេមិនបានសោះវេរៈរត់ទៅទីដៃនាងតែត្រូវស្រីកញ្ឆក់ចេញមកវិញលេងខ្ញុំចាប់ពីថ្ងៃនេះទៅម៉ាលីមិនឲ្យជួបមុខបងរហូតរូបសាស្ត្រដូចជាអូនមិនខ្វះមនុស្សប្រុសដែលតាមស្រឡាញ់នោះទេចប់វិចានាងរត់ចេញទៅដឹកម៉ូតូឡើងជិះចេញទៅវិញទាំងកំហឹងមិនខ្ចីងាកមើលមកក្រោយបន្តិចណាសោះវេរៈដូចជាមិនស្លុតអ្វីបន្តិចឡើយគេឈោមើលនាងទាំងទឹកមុខញញឹមស្រស់ដដែលគេដើរចូលមកក្នុងផ្ទះវិញទាញទស្សនាវដ្តីមកមើលធ្វើប្រងើយព្រមជាមួយនឹងវីរ៉ាដែលចូលមកដល់ស៊ូទៅកាន់ប្អូនប្រុសថ្ងៃនេះឯងមិនទៅណាទេឬវីរ៉ាអ្នកកំឡោះតបទៅវិញទាំងមិនបែរមុខមើលបងប្រុសទេគេឆ្លើយធ្វើហីថ្ងៃនេះខ្ញុំជាប់ទោសត្រូវនៅយាមផ្ទះវីរ៉ាសាយទាំងតម្លាក់ខ្លួនអង្គុយជិតប្អូនប្រុសពុទ្ធធូហើយតើណាគេទៅដែលដាក់ពិន័យប្អូនប្រុសខ្ញុំដល់ថ្នាក់នេះទៅវិញគឺព្រះមេត្តាណាវីរ៉ាសាយញឹមព្រះមេត្តាឬតើឯងធ្វើអីខុសដែរទៅវីរ៉ាដើរលេងខុសទៅនោះអីគ្រូចោះតាណាជប់មិញបានជាម៉ោងជាង2ទៅហើយទើបនឹងត្រឡប់មកផ្ទះវិញចុះក្រែងបងដឹងទេតាចាំបាច់ស៊ូធ្វើអីដែរទៅគិតទៅដើរលេងពីអ្នកដល់មកត្រូវទោសទទួលតែម្នាក់ឯងដូចជាមិនសមសោះតែម្ដងហើយម៉ាក់ហើយគួរឲ្យឈឺចិត្តដល់ហើយកុំខឹងអីអាប្អូនមកពីឯងទេតាបងបបួលឲ្យមកតាំងពីម៉ោង11តែមិនព្រមមកទេវេរៈសាជាមកមើលបងប្រុសឲ្យមកចាំម៉េចនឹងការបើម្នាក់ឡើងស្រស់បែបនេះអញ្ចឹងនោះតែបងឃើញឯងស្អិតតែជាមួយម្នាក់ហ្នឹងយ៉ាងម៉េចបែបពេញចិត្តហើយមែនទេព្រោះតែពេញចិត្តនឹងហើយបានជាទ្រាំរហូតដល់ម៉ោងជាង2នោះអីបងប្រុសសិចស៊ីអស់ចាស់ហើយបងប្រុសហើយវេរ៉ាបើមុខប្អូនប្រុសព្រោះតែអញ្ចឹងទេតាបានជាមកដល់ផ្ទះចិត្តភ្លឺនោះអីបងដឹងទេនាងនោះមកថ្មីទៅមកពីបាត់ដំបងពិតជាពូកែរឿងសិចដល់ហើយយ៉ាងម៉េចបងត្រូវការដែរទេយប់នេះខ្ញុំជួយនិយាយឲ្យបងវេរ៉ាអស់សំណាញ់តាមប្អូនបានហើយសូមអញ្ជើញតំណែងឯងចុះបងមិននាំអេតមកផ្ទះទេវើយប្រយ័ត្នខានបានស្ពីក្អមទៅស្រួលមិនស្រួលគុំហៅបងទៅចាក់ថ្នាំឲ្យទៅបានហើយអូប្រហែលជាមិនងាយទេលោកដុកទ័រហើយខែនេះមានតែភ្លៀងច្រើនផងគេត្រូវតែពាក់អាវភ្លៀងការពាររន្ទះហើយយ៉ាងម៉េចទៅដែរយប់នេះខ្ញុំជាអ្នកចេញលុយឲ្យបងទៅចុះបានហើយសូមអញ្ជើញតំណែងឯងចុះយ៉ាងម៉េចខ្លាចបងស្រីមូលជាមែនទេមានរឿងអីដែលត្រូវខ្លាចតែបងវាមិនចង់ណាវេរ៉ាឯងមិនមែននៅក្មេងឯណាជាគ្រូបង្រៀនគេទៅហើយត្រូវតែបន្ថយការដើរលេងសប្បាយខ្លះទៅបានទេម្យ៉ាងយើងជាអ្នកអប់រំគេមិនត្រូវធ្វើអ្វីឲ្យកូនសិស្សមើលងាយនោះទេ
ចុះខ្ញុំមានតែធ្វើអីខុសឯណាអារឿងអស់ហ្នឹងវាជាក្រិតក្រមរបស់ធម្មជាតិទេតារួចចុះនារីណាដែលមករកដល់ផ្ទះមិញនេះគឺម៉ាលីមិត្តនារីរបស់ខ្ញុំទេតាតែឯងធ្វើអីនេះឲ្យនាងខឹងមែនទេបានជាបើកម៉ូតូដូចជាហោះយ៉ាងនេះទៅវិញអត់ទេបងចុះហេតុអីបានជានាងយំជារឿងរបស់នាងទេតាបើគេមិនពេញចិត្តអារឿងយំនោះវាជាចរិតរបស់នាងទៅហើយទេតានេះមកពេលឯងធ្វើឲ្យនាងជឿចាំផ្លូវចិត្តជាមិនខានវរៈអាយឯងដូចជារីអន្តៈដាក់ស្រីដល់ហើយទេគឺនាងចង់យំខ្លួនឯងទេតានេះជាសង្សាររបស់ឯងមែនទេមួយជីវិតរបស់ខ្ញុំនេះគ្មានសង្សារសង្ស័យអីទេបងមិនជឿទេនាងម៉ាលីនោះប្រកាសជាសង្សាររបស់ឯងពិតប្រាកដមែនហើយដែលត្រូវឯងបោះបង់នាងចោលនោះបងរ៉ានៅតែមិនជឿខ្ញុំទៀតមែនទេរឿងអីដែលត្រូវជឿឯងនេះព្រោះឯងនេះវាមានស្រីតាមស្រឡាញ់ឯងច្រើនពេកតាមបងមើលនាងណាមួយក៏ស្រឡាញ់ឯងដែរយ៉ាងម៉េចបងថាត្រូវទេវរៈសាយចុះបើគេជាមិត្តទៅហើយរឿងអីដែលថាមិនស្រឡាញ់គេនេះបងរ៉ាយើងត្រូវទៅរាប់អានគ្នាទៅវិញទៅមកយ៉ាងដូចនេះហើយណាបងយល់ថាជាមិត្តហើយតែការស្រឡាញ់វាមានន័យផ្សេងទៅវិញទេណាណែបងសូមផ្ដាំឲ្យហើយទោះបីជាយ៉ាងណាមិនត្រូវដើរធ្វើបាបចិត្តគេទេបងប្រុសឯងត្រូវតែចាណិតគេផងគេក៏ជាស្រីដូចតម៉ាក់របស់យើងដែរទោះបីមិនមានប្អូនស្រីក៏មិនត្រូវធ្វើបាបចិត្តគេដែរស្រឡាញ់មួយណាឲ្យដឹងមួយនឹងពិតប្រាកដទៅកុំធ្វើចិត្តនោះឲ្យគេហៅថាប្រុសសាវ៉ាអីបើឯងពេញចិត្តមួយណាចូលស្ដីដណ្ដឹងនាងរៀបការទៅប៉ាម៉ាក់ពិតជាមិនថាអីទេចុះព្រេងខ្ញុំមិនតន់កើតទេបងនិយាយអញ្ចឹងបងរ៉ាមានទៅលេងផ្ទះបងស្រីដែរទេចាំបាច់ទៅធ្វើអីចិត្តដល់ថ្ងៃរៀបការទៅហើយទោះបីជាយ៉ាងណាក៏ប្រពន្ធរបស់បងដែរទេតាអ្នកកំឡោះសាច់បងប្រាប់បងស្រីផងទៅដល់ថ្ងៃនោះខ្ញុំសុំក្លុកឲ្យអស់ដៃហើយជួយឲ្យគាត់រងអ្នកកំដរខ្ញុំរំបានពី3នាក់ផងព្រោះបងស្រីមានមិត្តនារីគាត់ស្អាតណាស់ពេលនោះខ្ញុំសុំមួយចានហើយវាមិនខ្វះទេតែយ៉ាងណាគុំធ្វើឲ្យបងខ្មាស់គេវើយមកត្រឹមតែរំវាមានតែខូចខានអីបងរាយបើខ្លាចខូចមិនបាច់ជួលភ្លេងមកលេងកំដរទេសម្ដីឯងដូចជាបានណាពីអ្នកបងប្អូនសាយយ៉ាងកាកាយស្រាប់តែវីរ៉ានឹកឃើញរឿងមួយនិយាយជាមួយនឹងប្អូនប្រុសវីរ៉ានិយាយអញ្ចឹងព្រឹកមិញនេះបងបានជួបជាមួយនឹងអានីឯងដឹងទេវីរ៉ាជប់សាច់រួចស៊ូទៅបងប្រុសអានីណាដានីកេសនីឬមួយលីនីនារីទាំង3នឹងជាមិត្តរបស់ឯងមែនទេបាទចូលវាយ៉ាងម៉េចដែរបងប្រុសតែបងមិនបានជួបជាមួយនឹងនាងទាំង3នឹងទេគិតទៅប្អូនប្រុសតាំងពីបានមិត្តនារីថ្មីមកភ្លេចមិត្តចាស់អរលីមែនទេដូចជាមិនគួរឲ្យជឿសោះថាឯងចាំភ្លេចដំឡឹងសោះណ៎ណាគេទៅបងខ្ញុំដូចជារកនឹកមិនឃើញសោះវេរ៉ាងើបមុខឡើងសម្លឹងរូតថតកុមារទាំងពីរនាក់ដែលគេបានដាក់តាំងនៅនឹងជញ្ជាំងរួចវិចាឯងឃើញរូបក្មេងពីរនាក់នោះដែរទេវេរៈតាមមើលដៃបងប្រុសគេទាំងភ្ជាប់បន្តិចរួចវិចាទាំងមិនខ្ចីធ្វើដឹងធ្វើលឺរឿងកុមារវាខុសពីបច្ចុប្បន្ននេះណាបងកាលដែលក្មេងចិត្តផ្សេងធំឡើងចិត្តផ្សេងវាមិនដូចគ្នាទេខ្ញុំនឹកឃើញរឿងនេះឡើងចង់តែសាយទេហេតុតែនៅក្មេងវាល្ងងមែនឃើញគេធ្វើអីធ្វើតាមគេមិនដឹងថាធ្វើអញ្ចឹងវាបានប្រយោជន៍អីសោះអានេះបែបធំពេញក៏មិនហើយមែនទេបងរ៉ាចង់មានតទូចអីអាយុពូនឯងតែ2ឆ្នាំទេតាមិនបងឯងមិនបបួលអានេះមកឲ្យខ្ញុំខីទៀតទៅនិយាយតែផ្ដាឯងនេះមករអិលណាអានេះឥឡូវមិនដូចពីមុននោះទេនាងឈប់សម្លក់ទៀតហើយឬវេរ៉ាសាយអានេះពីតូចឆ្នះលេខ1តែពេលនេះមិនដូចពីមុនទេគឺនាងសុភីប្រៀបសារទុនភ្លុនគូឲ្យស្រឡាញ់ណាវេរៈពេលពាត់ទៅតែជួបមួយផ្លេតខំតដអួតដែរមួយបាត់ដំបងអ្នកណាមិនដឹងថាមិនល្បីយកណីវិជ្ជនីទៅជួបដំបងវិញចឹងហើយដល់តែយូរទៅច្បាស់ជាដឹងមើលតិចខ្ញុំទៅបែបមិនទាន់បាត់ស្នាមផងក្រែងបងដឹងតែឬអីអានេះឥឡូវស្អាតណាស់បងមើលកុំឲ្យតែស្គាល់បើគុំតែនាងហៅបងមុនម្លេះបងមិនដឹងថាជាអានេះទេកុំអីតាមឌូឲ្យមែនទេវេរៈសាយគេចាប់បដ ாய் ប្រហែលជាអញ្ចឹងដែរដឹងល្មមតែវរៈភ្លេចដល់ដង្ហើមដែរហ្នឹងគិតទៅគួរឲ្យស្ដាយណាស់បើដឹងអញ្ចឹងមិនតន់ឲ្យម៉ាក់ទៅដណ្ដឹងប្រពន្ធឲ្យទេចុះវាមានតន់ហូពេលណាបងរ៉ាជូនពាក្យគេទៅវិញទៅរួចស្រេចទៅហើយឯងនិយាយដូចជាស្រួលណាស់ធ្វើដូចជាមិនដឹងខុសត្រូវអីសោះហើយចុះវាមានទទួលអីស្រីនិងប្រុសមានសិទ្ធិដូចតែគ្នាក្នុងការជ្រើសរើសគូសកលដែរទេតាចាំមើលតែខ្ញុំទៅមិនធ្វើដូចជាបងឯងទេបើមិនពេញចិត្តខ្លួនឯងគឺមិនយកចិត្តឯងខាឯងនឹងមានឈ្មោះថាជាកូនអកតញ្ញូមិនខានយ៉ាងម៉េចក៏យ៉ាងនឹងតែចោះព្រោះជាប្រពន្ធរបស់ខ្ញុំគេអោបប្រហែលប៉ាម៉ាក់ទៅកែងអោបណាតែបងមើលទៅពេញចិត្តនឹងអានេះណា
mình lên chỗ tế bởi chân hạt bịp nâng nú vì muốn xe nhà là việc sân ai mà đại kịch đòn niềm tế mở tờ nú ban đầu bị tôi kịch manแต่เป็นนี่พลิกออกทางบอกง่ายแต่บ่ไอ้บ้านเคยเนียงจะบ้าจิตตุนลงจีมันค้านสู้มันสู้แต่ตามทรงสนานเดียงพอก็มันดังกำลังเจียงเคยออกสำลัยเอริไซช่วงมันตอนแคร์รถนาในเตปองตัวที่อย่างนั้นก็ช่วงมันช่วยจะรักทอกที่แต่ทรงสนานเปลี่ยนนี้แบบนี้เธอมันรู้ที่สอบทั้งไงเนี่ยมันควาสไรแต่ตามสลายช่วงโนไลจ้องเรือทนนะก็บาดได้จะมาช่วยรักทอกที่แต่ตามทรงสนานเกตเวอดารีเป็นเบียนจรันจมปูกนะแต่ประหยัดตัวปลายใจเตอก้มอาอุดครูนไอเป้จะมวยไปแล้วมันเงยนั่งตัวปลายใจเตบองรามวยชีวิตขยมนี้คือมันจะสมสนาปีนารีนาจะได้ค้านบองในใจปรับขยมมาเมื่อตานี้เมียนในใจฐานในขยมได้เตอดเตเนียงคอนแต่สู้สกตุกปลายมะนึกบองแต่ปนบองบบูเนียงมาเล่มแต่ได้แต่เนียงประกายทาจอประลองจริงจำทั้งไงนาตุ่มนี้เนียงนั่งมาเล่มเจียวเหมือนค้านอันนี้เนียงเรียนแข่งไอ้ได้บองสู้ได้แต่เนียงเหมือนโปร่งปรามซ้อทั่วรึกทงพ้องบันไอเตบางบานจูมาดองเตี้ยบางจิตสมขี้มาดองเตี้ยท้ายแต่เวียนในอย่างน่าได้เตอไอ้นี้ละโมงเบียกำเนิดในเจ้าเตอเอาวิจัยขมาอันนี้พ้องคมเรียนในใจระเบียบในทั่วไอ้เรื่องไอ้เด็กชมเตอขมานู้คืออันนี้ติดตาได้เตอขมาชมปลัวนี้เนียงเอาชมขี้ตัวเตนะซ้ำทั้งไงมันไม่นานนี้แท้มันเด็กชมเตแต่เนี้ยมันเฮียในใจปราบบองคลายบองปราบชมบานหายชมในใจเตอเวลาเงื้อมุกบำรองดังได้โจตึกขนมบรรทุกเปรี้ยแต่เวลาจำได้ชอบฉุกสันบองร้าเวลาเงี้ยมาโรกีในเหมือนตอนออกจากเรื่องไอเทียบองมินบานแบบบูลานีเอามาโจรุ่มขนมบองกุลกาบองได้เทียบองร้าบองแบบบูได้จะนิ่งชลายตาทั้งไงนู้คือจิตทั้งไงแต่เดียงไตรประลองเจงจังไม่นึงแบบนึกกีให้มันตีบานหายชมซูโยตะกูซ้ำทีเอาแต่ประกายจังจ้อในใหญ่หายเวลาดาวโจตะขนมบรรทุกบ้านเวลาอังคุยสำลังรูทอดกาปีโกมารพีพลิบลือรูย้ายเกณฑ์ใหญ่ติดทิ้งจอมจิตกูดแมนแต่อันนี้เนียงปนหนาได้เต้นเนาะเกิดหายเกได้เจงถือสูตรป่าสามตากันเลยขึ้นประตูสกูปีมือครึ่งชกน้ำประมุกเตะได้มาจากระเบาวีเมียนข้อเอาใหญ่ยี่ซีเวลาหัวประมาณอ้างเวลโกคล้ายเป็นเจงกูสดอนมอกขังกลางอย่างจะบางกันแล้วโดยจีไปบ่ายโยกผนัยเหมือนนะกำลังบุกสระยิ่งย้ำเจงเตอตัวเนียงได้รีสุดได้กันชนะกันหยายิ่งย้ำตอบมาเว้นจ้าสุดได้บองไว้ทั้งไงนี้บองตุ่มนี้ได้ทีกำลังสำลังสัตว์รูประบอสไรแจงเล็บจากหมอดคือบองตุ่มนี้ทีโอนเมียนกายได้บางจังบองแต่ได้เล่นจมูกหนึ่งโอนเตอโยพร้อมเอาให้รีตอนจังจีมาโตหนึ่งโอนเมาส์กระไรปีบาหนึ่งโอนจูดบองตลอดมาวิ่งนะสระใส่โซพียิ่งย้ำอย่างสระเอาแต่บองปรองจมูกหนึ่งโอนมันคลายปีบาเอาไว้ตั้งอ้อจำหลังนี้โอนจูดบองตลอดมาวิ่งฮอในซาวมาโตบองดบโอนแต่นะมานวีหดซาวมาโตตัวอ่อยปลอกกำลอแจงมุกยิ่มโดยจีกรอบจีหายเกจิเจงแต่ดาวที่ด่าเอาเกลังสัตโดยจีสันตะแคมันเห็นเอาระบายวันติดนาไลว่าแหละล้างตังพวกเกสได้ติดกลมเอาตังเป๊มองโดยจีรำเพิ่มนะการจนาสายยังไม่บองคลายมาลีโมเลกาเกสนีเคยมันตีเรื่องไอ้เดบองตรคลายนู้เนียงตนุกรันแต่จิมระบบบองติตามันไม่จีมาจาดวงจัดระบบบองไงนะบางจังตาในนาเตอได้จีมาจาจัดระบบบองดังเมียนเวสนาบ้านมักถวยเจียกูอนาคตระบบบองนู้เพราะเชิงละอ๋อยังย้ำเตียงตอบเตวิงแบบในจิตในhaiเมื่อเตอการจนาโดยจีรำเพิ่มนะเนี้ยยังยำอย่างซอตาในรีนามุยเตอบ้องบ่ตามเชียงเล็กฉลาดตาพายเจียมาจากประตูในhaiเมื่อเตอเปิดมันหรือบ้องบ้ามันตีบ้องในใหญ่ทัวไอ้ได้เตอสระใส่เอาจงแก่เกยอย่างสั้นบ้านนี้ได้จะเลือกขนมเกยจังยังยำอย่างเป็นชัดหนึ่งปลอกกำลอยยืงโอนเตยอ่อนนะบ้องสำลังไปได้บานหรือสำได้ระบบ้องแบบนี้จังนู้แต่ยังก็จะเลยเนินนะได้เตอโอนสำลังแต่น้าก็บานได้โอนตามบองเตียงอ้อจังยังแต่มือก่อนนับซาโซริยาเตอจ้าโอนโปรมตามบองเจนี้กำลังจิตจวักเป็นตีกรงรู้ดมองจิตดอมเติบเกี่ยน้องคนนี้โจแต่มือก้นบรรดาคนนี้เกี่ยได้อย่างสัตว์ระมุดแจ้งตึกมุกรีจีได้มันบานจับเลือกนังกระสายพนัยระบอบในรีใบเนี่ยได้โชว์สำลังเมินบกีตั้งปีไล่กร้อนจะโจมดอทวีโจตึกนองรู้สามแต่เตยเคยในรีตั้งใบเนี่ยเพียบเปรโดยจะได้จวนปูยางโดยฉนองได้เก๊ปัญญาใบได้การจนาจิ้งแตงสดายลางโอ
អូនចូលមុនបងទៅបងទៅរកទិញស្អីមកញ៉ាំបន្តិចសិនកាញ្ចនាពោកាត់យើងទៅទាំងអស់គ្នាទៅមិនបាច់ទេអូនមិនទុកចិត្តបងមែនទេស្រស់ស្រីមិនចង់ឲ្យវរៈអន់ចិត្តក៏ព្រមដើរចូលទៅមុនរួចវរៈដើរសម្ដៅទៅកញ្ញាទាំង3ជាបន្ទាន់ហើយសើចយកចិត្តនាងទាំងវិចាសួស្ដីលីនីរាស៊ីរំដួលអានេះទាំង3ឆ្លើយទាំងមុខមិនស្រួលចាសួស្ដីអូនទាំងអស់គ្នាមកមើលកូនដែរមែនទេចាសបើមិនមកមើលប្រហែលជាទៅផ្ទះបាត់ទៅហើយម្ល៉េះមិនមកចូលបង្ហាញរៀងឬនៅទីនេះទេបរិយាសាស្ត្រគេដឹងថានាងទាំងនេះកំពុងអន់ចិត្តនឹងគេហើយបើអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាតែម្ដងទៅបើមិនទាន់ទិញសមុទ្រទេចាំបងទិញឲ្យចាអរគុណហើយពួកខ្ញុំមានដៃដែរមិនបាញ់នរណាទិញឲ្យទេបញ្ញាប់ចូលទៅប្រពន្ធចាំល្អឲ្យហើយកំឡោះសើចមើលមុខរំដួលប្រហែលជាច្រឡំហើយរំដួលការពិតនាងជាប្អូនស្រីរបស់បងទីតារាស៊ីសាយដហ៊ូចិត្តទាំងស្ដីតិចតិចប្អូនស្រីមែនទេបើប្អូនចាំបាច់អោបគ្នាឲ្យសិនអញ្ចឹងឬបងប្អូនខ្ញុំទម្លាប់វាតែប៉ុណ្្នឹងទៅហើយអ្នកណាមិនដឹងពិតជាច្រឡំហើយតោះកូនលេងហើយល្មមចូលទៅខាងក្នុងទៅនៅឈរដល់ណាទៀតបើនាងជាប្រពន្ធខ្ញុំម្លេះមិនមកគូសំជាមួយនឹងពូអូននោះទេនារីទាំង3រសាយកំហឹងដើរតាមពីក្រោយវរៈចូលទៅក្នុងរោងកុនសុរិយាបែកគ្នាទៅអង្គុយរៀងខ្លួនកំឡោះខិលដើរទៅជិតកញ្ចនាកូនចាប់ដើមបញ្ចាំងគេមិនបានមើលសាច់រឿងថាលេងពីអ្វីនោះទេរវល់តែដើរនៅខាងក្រៅឆាកឡើងស្អិតរមូតនេះទៅវិញដោយមិនខ្ចីរវល់នឹងអ្នកណាសម្លឹងមើលមកឡាយព្រោះសម្បត្តិរបស់គេទិញកៅអីខាងក្រោយវរៈទៅធ្វើឲ្យគេបានចិត្តជាងការញញើតចំពោះផ្នែកអ្នកដទៃគេអោបគ្នារហូតតោះតែកូនជាប់បណ្ដាគ្នាចេញមកវិញទាំងមិនទាន់អស់ចិនសោះរួចហើយគេនាំគ្នាដើរលេងបន្តរហូតដល់ល្ងាចបាត់ត្រឡប់មកកាន់គេហាឋានវិញសូមជួនរឿងចិត្តសាវ៉ាភាគទី3រលកចិត្តកំឡោះទឹករលកបោកបក់ទៅមកមិនឈប់ឈរទេតែចំពោះចិត្តរបស់មនុស្សលោកវិញកម្រនឹងបោកបក់ដូចជារលកសមុទ្រណាស់តែបើយើងមើលទៅកំឡោះវរៈវិញមិននឹកស្មានថាជីវិតរបស់គេពោពេញទៅដោយការសប្បាយមិនឈប់ឈរយ៉ាងនេះសោះកំឡោះជើងល្អដូរសង្សារដូចជាដោខោអាវយ៉ាងដូចនោះដែរតើមានអ្នកណាធ្វើដូចជាគេបានដែរទេប៉ែជាមិនមានទេមើលទៅក៏ទៅមនុស្សយើងពិតជាមើលចិត្តមិនធ្លុះមែនវរៈជាបរិសមួយរូបដែលមានសម្រស់អាចទាក់ទាញស្រីមិនចេះតិចទេឲ្យពូនាងដាក់ចិត្តមកលើគេបានដោយសារតែគេពិននិយាយដងលំនាងទាំងនោះដោយមិនឲ្យប្រតិកលាគ្នាជាដាច់ខាតថ្ងៃរៀបការរបស់វេរាជាចូលមកដល់នៅគេហដ្ឋានខាងស្រីនេះថ្ងៃនេះមានសភាពអ៊ូអរណាស់គឺជាថ្ងៃចូលរោងការបងប្អូនញាតិមិត្តជិតខាងមកជួយខ្វែងដៃខ្វែងជើងជាមួយនឹងប្រុសកំឡោះជួយតុបតែងរោងការជាមួយនឹងពូចង្ភើដែលមកដំឡើងរោងនៅខាងមុខផ្ទះវុធីមិត្តរបស់វេរៈបានលើឡើងណែវេរៈអាយការបងរាហើយរៀបចំឯងបន្តតាមដងទៅកុំឲ្យពិបាកធ្វើពី3ដងណាសម្លាញ់វេរៈសាទាំងចងរៀបស្លាប់ដូងនៅតាមបង្គោលអញមិនការទេវើយនាំតែអំពូលទុកគេឯងគ្រប់គ្នានោះទេមិនម្នាក់សើចទៀតបើមិនរៀបការមានតែឯងចាំដៃគ្នាឡើងសាលាសង្ការតែម្ដងមែនទេអានឹងក៏ពិបាកដែរបើពេញចិត្តមួយណាអូដែរទៅផ្ទះតែម្ដងទៅរួចទៅហើយអញឃើញកិច្ចការមួយដូចជាយ៉ាប់ដល់ហើយវើយចម្រំតែចំសពគ្រប់នោះវាត្រូវតែអញ្ចឹងហើយបើចង់បានប្រពន្ធតើតែខំពុះពីបន្ទិញឲ្យទៅបានតែបើរបៀបនឹងមិនយកទេម្ដងទៅវាស្រួលជាងកំពុងតែជជែកគ្នាស្រាប់តែម៉ូតូឃ្លឹកមួយគ្រឿងបត់ក្បាលចូលមកដែរមាននារី2នាក់មកជាមួយផងសុធីកេះវរៈនិយាយឡើងវេរៈឯងមើលនាងនោះទៅពិតជាស្អាតដល់ហើយវើយកំឡោះយើងមើលទៅតាមដៃមិត្តរបស់គេឃើញនារី2នាក់ដឹកម៉ូតូដើរចូលមកគឺជាប្អូនថ្លៃរបស់បងប្រុសគេតែនារីដើរនៅពីក្រោយនោះគេមិនដែលស្គាល់នាងទេគេមើលទៅស្រីឡើងភ្លឹកព្រោះសម្រស់របស់នាងសាទជាងសង្សាររបស់គេទៅទៀតរៀងរើតូសលូនសាច់សមាត់ខ្ចីពេលស្រីញញឹមម្ដងពិតជាធ្វើឲ្យប្រុសជ្រួលជ្រើមនិងសម្រស់នាងមិនខានយុវជនទាំង5បាត់មាត់ដូចកញ្ចក់នាំគ្នាសម្លឹងមើលទៅនាងឡើងភ្លឹកណែវាយ៉ាងម៉េចឯងទៅឲ្យវរៈកំឡោះភ្ញាក់ព្រឺតវាមកមើលមិត្តរបស់គេទាំងពោតិចរួចងាកទៅរកស្រស់ស្រីវិញអស់ចាមែននាងពិតជាស្អាតមែនយ៉ាងម៉េចចង់ដួសទៀតមែនទេអញទៅឲ្យមិនឲ្យរួចខ្លួនទេវើយឯងស្គាល់នាងទៅពីនាងដែរទេនាងដដាម៉ូតូនោះជាប្អូនថ្លៃរបស់បងរាចំណែកនាងខាងក្រោយនោះគ្នាមិនដែលស្គាល់ទេវើយកញ្ញាទាំងពីរដើរមកយុវជនទាំង5សានទាំងទ្រង់ណាស់ព្រោះពួកគេមើលមកនាងបណ្ដាក់ភ្នែកសោះវរៈរស់រាយមាត់ស៊ូឡើង
អាការៈហេតុអីបានជាក្រមកម្លែអូនចាស់រវល់ជាប់បង្ហាញកិច្ចការបន្តិចវរៈមាត់និយាយភ្នែកលួចមើលទៅស្រីស្អាតម្នាក់នោះយ៉ាងចម្លែកបើដឹងថាអាការៈរវល់យ៉ាងនេះប្រហែលជាខ្ញុំទៅទទួលហើយចាអរគុណខ្ញុំមានម៉ូតូដែរទេតាសុំលាសិនហើយមិនអត់កំឡោះឆ្លើយមកតន់ធីតាទាំងពីរអូម៉ូតូយកទៅទុកក្នុងរោងរួចនាំមិត្តនាងចូលទៅក្នុងផ្ទះណែនាំឲ្យប៉ាអ្នកស្គាល់នាងតូចម្នាក់នោះអានេះប៉ាម៉ាក់ខ្ញុំកញ្ញាសោភីលើកដៃគោរពខ្ញុំសូមជម្រាបសួរលោកអ៊ំប្រុសលោកអ៊ំស្រីបាទចាលើកដៃថ្វាយព្រះក្មួយឯងទាំងពីរប្រឡងរួចអស់ហើយមែនទេចាចំស្រួលបួលអស់ហើយលោកអ៊ំនៅតែថ្ងៃប្រកាសលទ្ធផលតែប៉ុណ្ណោះនាំគ្នាទៅផ្លាស់កៅអៅសិនទៅកូនចាម៉ាតោះអានេះទៅបន្ទប់គ្នាអាការៈដឹកដៃមិត្តដើរចូលទៅក្នុងបន្ទប់របស់បងស្រីព្រមជាមួយនឹងមិត្តភក្តិនារីរបស់បងស្រីនាងពីរ3នាក់នៅក្នុងនោះដែរអានេះជាបងស្រីរបស់គ្នាឈ្មោះអាការ៉េតហើយត្រូវជាកូនកំមុំនោះអីចាជម្រាបសួរបងស្រីអាការ៉េតចាប់ដៃស្រីជាប់ទាំងរលាស់វិចាអរគុណហើយបងស្រីតើបងមានឈ្មោះអីដែរទៅចាវិជ្ជនីឈ្មោះពីរោះណាស់ណោះរូបក៏ស្រស់ស្អាតទៀតបងឃើញអូនដូចជាមានចិត្តស្រឡាញ់រាប់អានណាវិជ្ជនីអ៊ីននឹងសម្ដីអាការ៉េតនាងឈ្ងោកមុខចោះវិចាអ្នកបងដូចជាបញ្ចូលខ្ញុំពេកហើយការពិតអូនចាញ់អ្នកបងឆ្ងាយណាគុំដាក់ខ្លួនពេកអូនស្រីកំពុងតែនិយាយគ្នាម្ដាយរបស់កូនក៏មកដើរចូលមកដល់កូនស្រីតែងខ្លួនហើយឬនៅខាងកូនកំឡោះគេមកដល់ហើយណាចារួចហើយម៉ាអាការៈពោលឡើងអានេះចង់ឃើញកូនកំឡោះដែរទេវិជ្ជនីញញឹមរឿងអីដែលថាមិនចង់ឃើញនោះតោះទៅមើលបន្តិចទៅនិយាយចប់អាការៈអូដៃមិត្តនាងចេញទៅខាងក្រៅយល់មុខកំឡោះវិជ្ជនីវាចាស់តិចគឺបងវេរាទេតាអាការៈពោលត្រូវហើយគាត់ឈ្មោះវេរាឯងធ្លាប់ស្គាល់គាត់ដែរមែនទេថៃក៏មិនស្គាល់ការបន្ទោចគាត់នៅបាត់ដំបងផ្ទះចិត្តគ្នាដែរទេតាក្រោយមកប៉ាគាត់ផ្លាស់មកនៅភ្នំពេញនេះបាត់មុខយូររហូតមិនបានដឹងដំណឹងពីគាត់អ្វីទៀតទេបើគិតទៅជាង10ឆ្នាំមកហើយប្តីនិងប្រពន្ធគាត់ពើជាសមគ្នាណាតែគាត់ធ្វើការអីដែរអាការៈជាដុកទ័រណាអូពិតជាសំណាងហើយដែលបានបងថ្លៃជាគូប្រេតបែបនេះវាមិនពិបាកទៅរកពេទ្យអាការៈញញឹមយ៉ាងពេញចិត្តជាមួយនឹងសម្ដីរបស់ស្រីតូចជើងនាងនាំមិត្តមកផ្លាស់ខោអាវចេញទៅជួយធ្វើម្ហូបចាស់ដោយយកចិត្តទុកដាក់សម្រាប់របស់វិជ្ជនីធ្វើឲ្យសមាជិកទាំងអស់ដែលបានចូលរួមតាមមើលនាងឡើងភ្លឹកទាំងសរសើរមិនដាច់ពីមាត់ជាពិសេសគឺពូកំឡោះមកឆ្វែកន្លែងនាងជាញឹកញាប់ធ្វើឲ្យស្រីសែងខ្នាញ់កិច្ចមុខចេញដូចជាបង្រួលវរៈនឹងមិត្តរបស់គេដើរសម្ដៅនាងអាការៈឲ្យពួកខ្ញុំជួយលាងចានផងបានទេអាការៈញញឹមតបមិនសមទេចាទាំងនេះវាជាភារកិច្ចរបស់ស្រីទេតាសូមលោកគ្រូអញ្ជើញទៅធ្វើការផ្សេងចុះតែខ្ញុំចង់ធ្វើកិច្ចការនេះដែរចាអរគុណមិនអីទេលោកគ្រូពួកខ្ញុំតែពីរនាក់អាចធ្វើវាបានហើយវរៈសាច់មើលទៅវិជ្ជនីឈ្ងោកមុខលាងចានធ្វើឲ្យដូចជាមិនយកចិត្តទុកដាក់ចំពោះរូបគេហើយនរៈពោលបន្តអាការៈសង្ឃឹមថាបានធ្វើការនៅភ្នំពេញនេះដែរទេបែបគ្មានសង្ឃឹមទេលោកគ្រូព្រោះខ្ញុំរៀនខ្សោយណាស់ដោយលោកគ្រូធ្លាប់ដឹងរួចមកហើយការខ្ញុំនៅរៀនជាមួយនឹងលោកគ្រូនោះអីតែអាការៈរៀនប្រកែដែរទេតាមិនមែនទេលោកគ្រូខ្ញុំពិតជាច្បាស់មែនណាការខ្ញុំនៅបង្រៀនថ្នាក់ទី12គឺនាងរៀនប្រកែណាតែចាប់ពីពេលនោះខ្ញុំមកខ្សោយរហូតលោកគ្រូមិនជឿទេគេអង្គុយទល់មុខនារីទាំងពីររួចវាចាចុះនៅនាងខាងនេះជាមិត្តរបស់អាការៈមែនទេវិជ្ជនីមិនស្ដីអាការៈពោលឡើងចាជាមិត្តរបស់ខ្ញុំឈ្មោះវិជ្ជនីបញ្ញាផ្ដិចជើងមិត្តភ្លាមយល់ហេតុការនាងជប់បញ្ចេញឈ្មោះស្រីសាយតិចលេងស្ដីវរៈស៊ូទៀតអ្នកនាងឈ្មោះអីដែរបាទស្រស់ស្រីតបទាំងអោនមុខចុះឈ្មោះខ្ញុំអក្រក់ស្ដាប់ណាស់ចានិយាយហើយនាងលើកចានដើររយវរៈតាមទៅមើលដំណើររបស់នាងចង់ភ្លឹកមិត្តរបស់ពីកែវរៈបងរានៅតំណែងឯងទេឯងទៅជួយកំដរគាត់ផងទៅបន្តិចទៀតខ្ញុំទៅឥឡូវហើយមិត្តទាំងពីរសាយរួចដើរចេញទៅបាត់វរៈស៊ូអាការៈនាងឈ្មោះអីដែរទៅគ្មានការអនុញ្ញាតខ្ញុំមិនហ៊ានជម្រាបលោកគ្រូទេអូគ្រាន់តែប្រាប់ផងមិនបានទេឬមិនបានទេលោកគ្រូវាខុសគេណាមិនចង់ឲ្យនរណាស្គាល់ឈ្មោះវាទេសូមទោសទៅចុះលោកគ្រូខ្ញុំមិនហ៊ានល្មើសនឹងពាក្យរបស់វាទេគិតទៅអាការៈខ្លាចអ្នកដទៃជាងបងប្អូនឯងទៅទៀតណោះអាការៈសើចខ្ញុំសុខចិត្តឲ្យលោកគ្រូខឹងនឹងខ្ញុំតែខ្ញុំមិនពេញចិត្តនឹងបំពេញពាក្យរបស់ខ្ញុំនេះទេចាសូមលោកគ្រូអភ័យទោសផងទេចុះដឹងថានិយាយតទៅទៀតមិនបានការអីវរៈងើបដើរចេញរុយទៅបាត់មួយសន្ទុះទៅវិជ្ជនីដើរចេញមកវិញ
ឯងប្រាប់ឈ្មោះខ្ញុំឲ្យគាត់នោះដឹងហើយមែនទេអាការៈសាច់មើលមុខបន្តិចគ្នាប្រាប់រួចទៅហើយហេតុអីបានជាឯងធ្វើបែបនេះទៅវិញចុះគ្រាន់តែប្រាប់ឈ្មោះវាមានទៅខាតអីអានេះមិនខាតទេតែខ្ញុំមិនចង់ឲ្យអ្នកណាស្គាល់ឈ្មោះខ្ញុំនោះទេបើអញ្ចឹងឲ្យគ្នាសុំទោសផងទៅចុះធ្វើម៉េចបានជាជ្រុលមាត់ប្រាប់គាត់ទៅហើយនោះបើអញ្ចឹងខ្ញុំទៅដល់ទៅផ្ទះវិញហើយវិជ្ជនីនិយាយទាំងមិនសប្បាយចិត្តរួចងើបដើរចេញតែអាការៈរហ័សចាប់ដៃជាប់ទាំងសាច់ប៉ុណ្ណឹងក៏ខឹងដែរខ្ញុំមិនបាននិយាយប្រាប់គាត់ទេឯងមិននិយាយកុហកយើងទេមែនទេឯងធ្វើដូចជាមិនយល់ចិត្តយើងសោះបានខ្ញុំជឿឯងម្ដងចុះតើលោកស្អីគេនឹងមានសិទ្ធអីនឹងដើរស៊ូឈ្មោះគេគ្រប់គ្នានោះមកពីគាត់ចង់រាប់អានឯងនឹងណាក្រៅពីឯងនឹងមិត្តរួមថ្នាក់យើងពី3នាក់នោះខ្ញុំគ្មានចង់រាប់អានអ្នកណាទេហេតុអីបានជាចិត្តឯងជំអៀនចង្អល់ម្លេះអានេះមិនដឹងដែរតែខ្ញុំសូមហាមឯងនៅមុខគេឲ្យហើយកុំហៅឈ្មោះខ្ញុំបានទេដូចជាពិបាកណាស់វើយមិនពិបាកទេនិយាយអត់ឈ្មោះទៅបានហើយស្មានតែឯងលាក់ចិត្តមែនទេបើបងរាស្គាល់ឯងទៅហើយឈ្មោះអានេះបើខ្ញុំមិនឲ្យគាត់ឃើញទេវារួចគ្នាទៅហើយរួចចុះមិនក៏មិនឃើញវីរៈអូនប្រុសគាត់អាការៈហួចចិត្តនាងបែរជាសាច់មិនបានជាឯងសាច់ទៅវិញអាការៈសាច់នឹងឯងធ្វើពើនឹងណាធ្វើពើស្អីទៅចុះណាដែលសុំស្គាល់ឯងមិញនោះវិជ្ជនីឧទានឡើងអូគឺគាត់នឹងមែនទេអាការៈពលបើអញ្ចឹងទេឧទ្ថាខ្លួនឯងនេះស្គាល់គេផងវិជ្ជនីធ្លាក់ទឹកមុខហើយវាចាការដែលគ្រូសាគាត់ចេញពីបាត់ដំបងមកភ្នំពេញនេះបងវរៈនៅតូចទេខ្ញុំស្គាល់ច្បាស់តែបងវរៈតែប៉ុណ្ណោះ12ឆ្នាំសោះគាត់ផ្លែកច្រើនតែម្ដងហើយរហូតដល់ខ្ញុំមើលមិនស្គាល់នោះអាការៈបន្តទៀតគាត់នោះជាជើងល្អស្មោះនរណាគេបងវរៈមែនទេត្រូវហើយសង្សារគាត់ដូរម៉ូតរាប់មិនអស់បរាប់ទៅមិនខ្វះពីមួយផ្លូវនោះទេអ្នកណាមិនស្គាល់លោកគ្រូវរៈដូរស្រីដូចដូរម៉ូតខោអាវនេះគ្រាន់តែឃើញឯងសាទមកកវ៉ែភ្លាមបើសិនតែហ៊ានតមាត់ពី3ដងច្បាស់ជាពិតជាបែបនឹងមែនទេយើងទៅក៏ឯងបានការអីដែរទៅឯងត្រូវតែប្រយ័ត្នខ្លួនផងណានេះបែបចង់មកដួសឯងទៀតហើយគាត់នោះប៉ុណ្ណាបើតាចង់អ្នកណាបានហើយនាងនោះរត់មិនរួចពីដៃគាត់ទេសង្សាររបស់គាត់សុទ្ធតែជាស្រីស្អាតហើយជាកូនលោកអុកញ៉ាទៀតផងចុះនារីអស់នោះមិនដឹងពីចរិតរបស់គាត់ទេឬទោះជាដឹងក៏ដកចិត្តមិនរួចដែរព្រោះគាត់ពូកែលងគេមិនឲ្យប្រតិកលាគ្នាបានចដាច់ខាតចំណែកលោកអ៊ំប្រុសលោកអ៊ំស្រីប៉ាម៉ាក់របស់គាត់វិញពិបាកចិត្តណាស់បដៅលេងស្ដាប់ទៅហើយឮវិចារនេះវិជ្ជនីនាងសពូនចិត្តមួយរំពេចនឹកស្មានមិនដល់ថាគាត់ប្រែប្រួលឆាប់យ៉ាងនេះអញ្ចឹងសោះដូចជាមិនគួរឲ្យជឿមែនតើទាំងនេះមកពីហេតុអីដែរទៅឯងត្រូវដឹងថាអានេះអើយចិត្តមនុស្សវាមិនដូចពីដើមនោះទេឯងត្រូវតែប្រយ័ត្នខ្លួនទៅបានវាល្អព្រោះតាមគ្នាដែលធ្លាប់ដឹងមកថាលោកគ្រូនេះចេះតែចង់បានអីហើយគឺត្រូវតែបានជាដាច់ខាតបើតាមមើលទៅគាត់ក៏មិនដឹងថាជាឯងដែរបានជាគាត់ខំប្រឹងស៊ូបែបនេះល្អហើយអញ្ចឹងឯងជួយលាក់គ្នាផងទៅណាមិនត្រូវនិយាយប្រាប់ឲ្យគាត់ដឹងទេធ្វើយ៉ាងណាកុំឲ្យគាត់ស្គាល់គ្នាទៅបានហើយមិនអីទេទុកចិត្តលើគ្នាចុះសប្តាហ៍ថ្ងៃនេះគាត់ជាគ្រូបង្រៀនមែនទេត្រូវហើយគាត់ជាគ្រូបង្រៀនផ្នែករូបវិទ្យាគីមីនៅសាលាយុគន្ធរណាគាត់នោះបែបរៀនពូកែណាស់ចេញធ្វើការភ្លាមគេឲ្យមកបរិញ្ញាថ្នាក់ទី12តែម្ដងគឺប៉ះចំថ្នាក់គ្នាទៀតផងគាត់ពូកែខ្លាំងណាស់មិនថាពន្យល់ឬក៏បំបែកមេរៀនអីទេសិស្សរៀនជាមួយគាត់សុទ្ធតែប្រឡងបាននីតិល្អទាំងអស់វិជ្ជនីលេងស្ដីនាងធ្វើការដោយស្ងៀមស្ងាត់រហូតដល់ពេលយប់មានការប្រគំតន្ត្រីរាំលេងកំសាន្តដែលមានកូនកំមុំកូនកំឡោះជាអ្នករាំបើកឆាកមុនគេទៀតផងវិជ្ជនីនិងអាការៈអង្គុយមើលគេរាំដោយរីករាយវរៈប៉ិនរាំណាបនអីក៏ចេះដែរហើយរាំបានស្អាតទៀតផងអាការៈស្ដីទៅកាន់វិជ្ជនីថាឲ្យមានឃើញទេអានេះលោកគ្រូប្រសើរព្រមណាចុះបើជើងល្អទៅហើយស្មានថាអន់ណាស់មែនទេកំឡោះជើងល្អរាំអស់ចិត្តគេជប់ដើរចេញពីរាំហើយរីផ្នែកសម្លឹងមើលទៅវក់វីហាក់ដូចជាកំពុងរោគអ្នកណាម្នាក់យ៉ាងនោះដែរទីបំផុតគេដើរសម្ដៅទៅអាការៈវិជ្ជនីយល់ហេតុការនេះនាងងើបដើរចេញភ្លាមវរៈមកដល់ស្ដីឡើងរួចចុះមិនបានជាអង្គុយតែម្នាក់ឯងបែបនឹងទៅវិញហាអាការៈមិនឡើងរាំនឹងគេទេឬចាមកពីខ្វះគូរាំណាលោកគ្រូអញ្ចឹងឡើងរាំជាមួយនឹងខ្ញុំមួយបនមកបានទេចាខ្ញុំដូចជាមិនស្រួលខ្លួនសោះលោកគ្រូចុះមិត្តនារីរបស់អាការៈទៅណាហើយបានជាមិនឃើញវាទៅផ្ទះបាត់ហើយមិនបានជានាងបញ្ញាម្លេះប៉ាម៉ាក់វាតាំងតែណាស់លោកគ្រូបណ្ដោយឲ្យដើរលេងយប់នោះទេនាងនៅដល់ណាដែរទៅ
ចាខ្ញុំមិនដែលស្គាល់ទេវរៈភ្នាក់ឧទានឡើងរូចចោះមិត្តភ័ក្តិយ៉ាងម៉េចដែរទៅបានជាមិនដែលស្គាល់ផ្ទះគ្នាអញ្ចឹងទៅវិញមកពីវាមិនដែលនាំខ្ញុំទៅលេងផ្ទះគេម្ដងណាសោះនេះបានចំជាកំឡាញ់មែនហើយហេតុអីបានជាលោកគ្រូយកចិត្តទៅដាក់នឹងវាខ្លាំងម្ល៉េះកំឡោះគៀងនឹងសំរូនេះគេបញ្ញាប់សំរូភ្លាមមកពីឃើញនាងវិញចរិតខុសគេតើខុសគេត្រង់ណាដែរទៅលោកគ្រូខ្ញុំពិបាកនិយាយណាតោះអក្សរាឡើងរំជាមួយនឹងខ្ញុំមួយបទទៅអក្សរាយល់ព្រមឡើងរំជាមួយនឹងវរៈអ្នកទាំងពីរចេញផុតវិជ្ជានេះដែលចេញមកពីទីងងឹតក្បែរនោះមកអង្គុយកន្លែងចាស់វិញពេលនោះសុធីមកដល់លំងទាំងវិចារឡើងសុំទោសអ្នកនាងអាចរំជាមួយនឹងខ្ញុំមួយបទបានទេចាសុំទោសទៅចោះលោកខ្ញុំមិនចេះរំទេចាអ្នកនាងមិនពេញចិត្តរំជាមួយនឹងខ្ញុំមែនទេចាមិនអញ្ចឹងទេធាតពិតគឺខ្ញុំមិនចេះរំតែម្ដងបើអញ្ចឹងខ្ញុំសូមរួមតោជាមួយផងបានទេចាសូមអញ្ជើញសុធីអង្គុយចុះទៅមុខនាងគេសម្លឹងមើលមិនដាក់ភ្នែកតែស្រស់ស្រីនាងធ្វើជាមិនដឹងសម្លឹងមើលទៅពួកគេរំធ្វើប្រងើយវរៈនិងអក្សរារំបានពីបទទៅជប់គេបណ្ដាគ្នាមកទៅវិញវិជ្ជនីប្រងើបតែសុធីស្រីខាត់ហេតុអីបានជាបញ្ញាម្លេះអ្នកនាងចាសុំទោសខ្ញុំងងុយគេងឲ្យលោកនិយាយហើយនាងដើរចេញសម្ដាប់ផ្ទះតែវរៈឃើញតន់ចេញមកគាត់នាងភ្លាមអូកំពុងតែរកមុខទេតាវិជ្ជនីជ្រួញចិញ្ចាំងវិចារតែខ្ញុំមានកំហុសអីបានជាចង់រកមុខទៅវិញសុំរំជាមួយបានដែរទេចាដល់ម៉ោងសម្រាប់ហើយសុំទោសម៉ោងទៅតែ8កន្លះទេតាមិនបានជាបញ្ញាយ៉ាងនេះទៅវិញតែនេះជាទម្លាប់របស់ខ្ញុំសូមបើកផ្លូវផងទៅកំឡោះសម្រាប់មុខនាងយ៉ាងមុនធ្វើឲ្យទ្រង់ស្រីសែនជ្រួលនៅក្នុងចិត្តជាខ្លាំងវរៈពូឡើងបើចង់ឲ្យខ្ញុំបើកផ្លូវក៏តែប្រាប់ឈ្មោះខ្ញុំសិនមកលោកគ្មានសិទ្ធអីមកបង្ខំខ្ញុំនោះទេវរៈសាច់ដើរចូលទៅចិត្តនាងវិជ្ជនេះថយក្រោយលោកចង់ធ្វើអីខ្ញុំចង់ស្គាល់ឈ្មោះខ្ញុំឈ្មោះរាស៊ីនាងមិនហៅខ្ញុំទេឬបើមិនជឿទេក៏ឲ្យទៅចុះអាយ៉ាសំដីក្រាន់បាដែរទេតាយ៉ាងម៉េចគ្រប់គ្រាន់ហើយឬនៅកំឡោះបើកផ្លូវឲ្យនាងចូលធីតារត់ចូលទៅក្នុងផ្ទះយ៉ាងញាប់ជើងនាងឃើញឪពុកម្ដាយវេរានៅពីគ្រោះនឹងដន្លងគាត់នាងខ្ជិលឲ្យជំពាក់វគ្គវិនច្រើនក៏ចូលទៅក្នុងបន្ទប់អាការាប្រាស់ខ្លួនដេកបើកភ្នែកភ្លឺភ្លឺពិចារណាទៅវិញឆ្ងាយបងវេរាខ្ញុំមិនស្មានថាបងខ្លាយទៅជាមនុស្សបែបនេះសោះបងពិតជាមនុស្សពីលីមែនខ្ញុំខំនឹកបងគ្រប់ដង្ហើមតែផ្ទុយទៅវិញបងបំភ្លេចអនុស្សាវរីយ៍ពីកុមារភាពអស់ហើយគិតទៅចិត្តមនុស្សប្រែប្រួលមិនទៀងមែនថ្ងៃមុនបងតែងពោលថាមិនធ្វើឲ្យខ្ញុំល្អអត់ចិត្តទេតែពេលនេះទុយឆ្លាស់ពីសម្ដីរបស់បងទៅហើយបងបែរជាបំភ្លេចរូបខ្ញុំចោលឆ្លាស់មែនពីអារម្មណ៍ព្រមជាមួយធីតាកំពុកគិតវែងឆ្ងាយអក្សរាក៏ចូលមកដល់យីអានេះហេតុអីបានជាឯងបញ្ញាចូលគេម្ល៉េះវិជ្ជនីបែរមកចំមិត្តទាំងវិចារប្រហែលថ្ងៃនេះរវល់តែខំរៀនមិនបានសម្រាកសោះដល់មកថ្ងៃនេះដូចជាងុយត្រង់មិនបានតែម្ដងតែយប់នេះជាយប់ពិសេសណាគូទៅរំលែកបន្តិចសិនទៅបានទេអានេះមិនបាច់ទេអក្សរាដោយឯងដឹងស្រាប់ហើយថាគ្នាមិនចេះរំទេហើយម្យ៉ាងខ្ញុំមិនចង់ឲ្យបងរាឃើញផងមិនក៏អញ្ចឹងទៅវិញព្រោះគាត់បានអញ្ជើញគ្នាមកតែគ្នាមិនព្រមដល់និយាយជាប់ប្រឡងចេញដល់ឯងបបួលមកគ្នាក៏មកបើគាត់ឃើញវិញពិតជាមិនសន្តោសតែសោះបើគាត់ដឹងថាគ្នាមកម្លេះបើដឹងជាគាត់អន់ចិត្តយ៉ាងណាទេណាស់ហើយឯងទៅកំសាន្តចុះគុំរវល់ពីគ្នាធ្វើអីគ្នាត្រូវការសម្រាប់បន្តិចសិនអានេះយើងចិត្តបែកគ្នាហើយណាឯងត្រូវសាងអនុស្សាវរីយ៍ជាមួយនឹងគ្នាបានច្រើនបន្តិចទៅបានទេស្រស់ស្រីនាងសាច់វាមានពេលនៅដល់មួយខែទៀតអនុទីតារយៈពេលនេះខ្ញុំនឹងដើរលេងជាមួយឯងឲ្យបានច្រើនដើម្បីឲ្យមិត្តភាពរបស់យើងវានៅយូរអង្វែងតទៅមុខទៀតតែយប់នេះបើមិនមានឯងទេគ្នាដូចជាមិនសប្បាយសោះណាស់ហើយបើអញ្ចឹងទេគេយកកម្លាំងទាំងអស់គ្នាតែម្ដងទៅនិយាយចប់អក្សរាផ្លាស់សម្ពុតអាវចេញប្រាខ្លួនគេក្បែរមិត្តព្រមទាំងវិចារអានេះឯងមិនគូណាឆ្មាំងឆ្មៃជាមួយនឹងលោកគ្រូវរៈសោះមកឲ្យគាត់ឆ្មាំងនឹងខ្ញុំដែរទេតាបែរជាគាត់ភ្លេចទៅដឹងគាត់ជាមនុស្សរស់រាយនិងបងប្អូនញាតិមិត្តណាមិនចេះប្រកាន់ខ្លួនទេតែតោះត្រង់គាត់ខូចនឹងស្រីតែប៉ុណ្ណោះគ្នាមិនដាច់ចិត្តហៅគាត់មុនទេមិនក៏អញ្ចឹងទៅវិញវាដូចជាអន់ពេកកុំឲ្យគេវាយតម្លៃអីទុកឲ្យគេនឹកឃើញខ្លួនឯងទៅចោលដូចជាមិនងាយទេចុះបើអញ្ចឹងទេមិនក៏ឯងមិននិយាយរកបងរាបានដែរបងរាកាលពីនៅទូចគាត់ស្រឡាញ់ខ្ញុំណាស់មិនដែលធ្វើអីឲ្យខ្ញុំតចិត្តនោះទេ
បើចង់បានអីគាត់បំពេញបំណងភ្លាមមិនដូចជាបងវរៈនោះទេព្រោះតែអញ្ចឹងហើយបានជាគាត់ឃើញខ្ញុំរត់ទៅរាក់ទាក់ជាមួយនឹងគាត់មុនបើតាមគាត់វិញប្រហែលជាមើលគ្នាមិនស្គាល់ទេណាស់ហើយកេងទៅរឿងអស់នោះទុកមួយឡែកសិនចុះនារីទាំងពីរលេងស្ដីសំងំកេងរហូតលងលុះដល់តែភ្ជាប់នឹងសំឡេងភ្លេងការពេលព្រលឹមឡើងទើបនាំគ្នាស្ទុះក្រោកវិជ្ជនីពោឡើងដូចជាកេងលក់ស្រួលដល់ហើយភ្លឺហើយមែនទេអាការ៉ានៅទេម៉ោងទៅតែ4ជាងទេតាគេលេងភ្លេងការកំដររោងពេលព្រឹកបែបនេះហើយគ្នាមិនទាន់អស់ងុយសោះអាការ៉ាប្រាស់ខ្លួនកេងទៅវិញតែវិជ្ជនីស្ដីឡើងបានហើយចាំសងថ្ងៃក្រោយទៀតទៅយើងចុះទៅក្រោមជួយរៀបចំឲ្យវ៉ាន់ជាមួយនឹងចាស់ចាស់វិញប្រសើរជាងស្ដីចប់នាងអូដៃអាការ៉ាឲ្យក្រោកឡើងហើយចូលទៅបន្ទប់ទឹកជំរះកាយផ្លាស់ខោអាវចុះមកខាងក្រោមជួយធ្វើការជាមួយនឹងចាស់ចាស់ដោយស្ងៀមស្ងាត់វិជ្ជនីទៅដល់ចប់ពិធីចប់សពគ្រប់ទើបលាម្ចាស់ផ្ទះត្រឡប់ទៅវិញអាការ៉ាចាប់ដៃនាងស្ដីឡើងនៅគេទីនេះមួយយប់ទៀតទៅបានទេអានេះមិនអីទេខ្ញុំគិតលីសិនហើយចាំគ្នាជូនទៅអញ្ចឹងមិនអីទេគ្នាជិះម៉ូតូដុំបានហើយនិយាយហើយស្រស់ស្រីដើរចេញមកលាលោកប្រុសលោកស្រីជាម្ចាស់ផ្ទះដែលមានប៉ាម៉ាក់វរៈនៅទីនោះដែរគាត់មើលមុខនាងចង់ភាំងដូចជាឆ្ងល់ទីដានលើកដៃសំពះលាគាត់ដោយគោរពខ្ញុំសូមជម្រាបលាលោកអ៊ំទាំងអស់គ្នាសិនហើយចាឪពុកអាការ៉ាពោឡើងយីហេតុអីបានជាបញ្ញាម្លេះក្មួយស្រីចាខ្ញុំត្រូវមានកិច្ចការដែលបំពេញថ្ងៃនេះច្រើនណាស់មិនអាចនៅទៀតបានទេលោកអ៊ំលោកស្រីម្ដាយវរៈពោឡើងតើនាងត្រូវជាយ៉ាងម៉េចនឹងលោកបងដែរម្ដាយអាការ៉ាពោកាត់ចាជាមិត្តរបស់អាការ៉ាអូអញ្ចឹងទេនៅសម្រាប់មកយកទៀតទៅក្មួយស្រីចាអរគុណណាស់លោកអ៊ំតែខ្ញុំមិនអាចនៅបានទេអាការ៉ាជូនក្មួយស្រីទៅផ្ទះផងទៅកូនចាមិនបាច់ទេលោកអ៊ំខ្ញុំជិះម៉ូតូទូបានហើយខ្ញុំលាសិនហើយចាទៅចុះក្មួយវិជ្ជនីដើរចេញមកក្រោមការសម្លឹងមើលមិនដាក់ភ្នែកពីម្ដាយវរៈនាងចេញទៅបានគាត់ងាកមកនិយាយជាមួយនឹងលោកចម្រើននាងនេះមានរូបរាងស្អាតណាស់ហើយសុភាពរៀបសារទៀតតែជាកូនចាស់នរណាដែរទៅនោះខ្ញុំបើបានកូនស្រីស្អាតបែបនេះច្បាស់ជាមិនអោយទៅណាប្តីផ្ដាទេគិតទៅគួរឲ្យស្ដាយណាស់ដែលមិនមានកូនស្រីមួយគ្រាប់នឹងគេសោះប៉ាអាការ៉ាសើចចំណែកខ្ញុំវិញបើជារកប្រុសមួយគ្រាប់មិនបានលោកចម្រើនពោទាំងសើចចុះពេលនេះបានវេរាមួយហើយទីតាចំណែកខ្ញុំបែរជាស្ងាត់ទៅវិញបើវរៈបានប្រពន្ធទៀតច្បាស់ជានៅតែពីរនាក់តាយាយហើយមើលទៅចាស់នាំគ្នាសើចកិលឡើងចំណែកវិជ្ជនីពីរនាក់អាការ៉ាចេញមកដល់មាត់ទ្វារជួបនឹងវរៈដាសម្ដៅមកអាការ៉ាទៅណានឹងជូនមិត្តខ្ញុំទៅកន្លែងវិញចាវរៈសម្លឹងមុខវិជ្ជនីទាំងវិចាហេតុអីបានជាបញ្ញាប់ខ្លាំងម្ល៉េះមាណវីតបទៅវិញទាំងមិនបង្អង់ខ្ញុំមានការដែលត្រូវធ្វើច្រើនទៀតសូមលាសិនហើយនិយាយចប់នាងដើរចេញទៅរុយវរៈស្រែកខនអេឈប់សិនចាំខ្ញុំជូនទៅវិជ្ជនីឆ្លើយទាំងមិនឈប់អរគុណហើយខ្ញុំដើរក៏ដល់ដែរមកដល់ថ្នោតធំស្រស់ស្រីនាងនៅឈររងចាំម៉ូតូដប់មកដល់វរៈបញ្ជាម៉ូតូមកដល់បើមិនយកតោះទេខ្ញុំជូនទៅក៏បានដែរធីតាសម្លឹងមុខប្រខូចនេះបន្តិចទៅស្ដីមិនបាច់ទេនាំតែរំខានលោកខ្ញុំជូននាងដោយស្មោះណាកញ្ញាញញឹមបញ្ចេញថ្មិញល្អិតសដូចសំឡីដាក់កំឡោះច្រេះចាប់នេះធ្វើឲ្យគេចង់កៀងបេះដូងខ្ញុំមិនហ៊ានទទួលការរាប់អានពីលោកទេចាហេតុអីដែរទៅមិនដឹងដែរនាងនៅតែបញ្យល់ពីទំនុំចិត្តរាប់អានរបស់ខ្ញុំទៀតមែនទេចាយល់ហើយគឺយល់ច្បាស់ជាងថ្ងៃទៅទៀតនាងយល់ថាម៉េចដែរយល់ថាវាមិនសមណាស់ហើយលាសិនហើយចាធីតាឡើងម៉ូតូដប់ទៅបានអត់ងាកក្រោយបន្តិចឡើយវរៈធ្វើមុខស្មើតាមមើលនាងឡើងចង់ភាំងស្មារតីគេផ្ញើនឹងដៃមួយមកផ្ទះគេពីក្រោយរួចវាយ៉ាងម៉េចទៅហើយអាសម្លាញ់កំឡោះសើចដាក់មិត្តគេនាងនេះក្បាលរឹងគ្រាន់បាឯស្មានតែគ្រប់តែស្រីគេអន់ជាងឯងណាស់មែនទេពិតជាយល់ច្រឡំហើយអាសម្លាញ់ភាសនាស្នេហ៍របស់ឯងនេះសូត្របានតែចំពោះនារីតិចសោះទេកុំអួតថាខ្លួនប្រកែកនោះក្រាញ់លោទៅតាមអង្វរសុំស្នេហ៍ពីគេវិញទៅត្រូវហើយយើងត្រូវទៅតាមដួសនាងឲ្យតតែបានវាមិនផេះទេចាំតែមើលទៅយើងនឹងយកនាងនេះឲ្យតតែបានឯងមិនអាណិតស្រីជាង10នាក់របស់ឯងពីមុននោះទេនាងទាំងនោះស្រឡាញ់ឯងចង់លេបទៅហើយកំឡោះជើងល្អសើចញឹមយើងមិនបានហៅនាងទាំងនោះមកឲ្យស្រឡាញ់យើងទេវើយគឺនាងទាំងនោះរត់មករកយើងទេតាបើគុំតែឯងផ្លែផ្កាដាក់គេក៏គេមិនមករកដែរចុះបើក្រន់បាតែគេលេបខាយបន្តិចរត់មកឲ្យស្រទៅហើយតើអាណាទ្រាំបានទៅ
វត្តមួយចានសិនហើយចាំគិតទៀតចំណែកយើងមិនដែលទៅចាប់បង្ខំគេទេវើយយើងប៉ះពាល់តែខាងក្រៅទេមិនបានធ្វើឲ្យពូនាងទាំងនោះបាត់បង់អនាគតទេតែឯងបានធ្វើបាបខាងផ្លូវចិត្តរបស់ពូនាងណាគ្រាន់តែប៉ុណ្ណេះវាគ្មានរឿងអីដែលត្រូវជឿចាំទៅទេតែចំពោះនាងទាំងនោះក៏មិនមែនមានតែយើងដែរចេញផុតពីយើងក៏មិនតាន់ទេមានប្រុសមកតាមភ្លាមទៅហើយតែនាងជាស្រីត្រឹមត្រូវដែរទេឯងនិយាយទៅមើលមុននឹកមកដល់យើងជារបស់គេអស់ខ្លាំងទៅហើយអាសម្លាញ់មិនមែនស៊ីនទេវើយឯងនេះមានគំនិតអាក្រក់ណាស់ដើរធ្វើតែបាបចិត្តគេតែចំពោះស្រីនឹងថឹងយើងមិនធ្វើបាបទេវើយព្រោះតែញ៉ែគេមិនបាននោះអីនិយាយដូចជាឯងក៏ម្យ៉ាងដែរធម្មតាស្ទូចបានតែត្រីណាដែលឈួតខ្វះការពិចារណាសំនឹងគេស្ទូចយកអញ្ចឹងហើយចុះនាងមិញនេះមិនតាន់ហ៊ានសន្និដ្ឋានទេចាំពិសោធន៍មើលសិនឯងស្មានថាគេឲ្យឯងពិសោធន៍ងាយណាស់មែនទេថាមិនបានដែរដូចនាងរំដួលមានអ្នកណាត្រឹមត្រូវដល់នាងទីបំផុតក៏ដូចជាគេឯងដែរទេតាគុំតាអាណិតតិចទេគុំអីខ្ទេចតែម្ដងឯងនេះពិតជាសាហាវណាស់តែពេលណាទៅកំណត់ឈួតរបស់ឯងវាចំនោះចាំពូព្រេងយើងកើតសិនវាមិនផែទេឯនេះច្បាស់ជាខូចរហូតតទៅចូលក្តារវាដៃគោតែម្ដងគេទាំងពីរសាច់ប្រោបគ្នារួចបណ្ដាគ្នាចូលទៅក្នុងផ្ទះវិញទាំងមិនអស់ចិត្តពីស្រស់ស្រីវិជ្ជនីកុំស៊ូលអនុសាវរីយ៍ថ្ងៃព្រឹកល្ងាចជុំវាមិនទៀងទាត់នោះឡើយចាប់តាំងពីថ្ងៃដែលវរៈបានជួបជាមួយនឹងវិជ្ជនីរួចមកនៅក្នុងចិត្តរបស់គេដូចជាមិនស្ងប់សោះនិរៈជាម៉ូតូឆ្វែសាលាគរុបោសមិនឈប់ឈរសោះព្រោះតែចង់ឃើញស្រស់ស្រីយើងតែគេមិនដែលបានជួបជាមួយនឹងនាងម្ដងណាឡើយរសៀលនេះម៉ោងប្រហែលជា5ទៅហើយវរៈឆ្វែចុះឆ្វែឡើងនៅមុខសាលាស្រាប់តែកញ្ញា3នាក់ដើរចេញមកកំឡោះរីកមុខភ្លាមមួយរំពេចគេបញ្ញាបញ្ជាម៉ូតូទៅឈប់ពីមុខសាលានារីម្នាក់ឃើញនាងញញឹមយ៉ាងស្រស់ដើរទៅរកវរៈយ៉ាងលឿនវរៈធ្លាក់ទឹកមុខភ្លាមតែគេខំសម្រួលយ៉ាងលឿនបងវរៈបងមករកអូនមែនទេកំឡោះចាក់បណ្ដោយភ្លាមល្ងាចនេះអូនមានកម្មវិធីទៅណាដែរទេរំដួលចាខាងស្អែកខ្ញុំចេញពីសាលានេះហើយពូម៉ាអូនដែលនៅខេត្តឆ្ងាយគេឲ្យជូនទៅផ្សារសុរិយាបន្តិចបងមានការអីសំខាន់ណាស់មែនទេមិនតន់ឆ្លើយផងវិជ្ជនីនិងអាការៈដើរមកដល់ល្មមនាងភ្ញាក់នឹងវត្តមានវរៈតែនាងធ្វើប្រងើយដូចជាមិនដឹងអីកំឡោះសម្លឹងមុខស្រីបន្តិចទៅវាចាបើអូនរវល់ទៅចុះកុំខឹងនឹងអូនឯណាបងចាំស្អែកព្រឹកអូនមកចាំបងនៅទីនេះបងមកទទួលអូនផងណាតែប្រហែលជាបងចប់បង្រៀនសិស្សមិនបានមកទេដឹងអញ្ចឹងចាំថ្ងៃក្រោយទៅចុះវិជ្ជនីពោកាត់កុំរំខានរំដួលខ្ញុំទៅជាមួយអាការៈ2នាក់ក៏បានដែរបើគាត់មកទទួលទៅហើយទៅដើរលេងជាមួយនឹងគាត់ចុះរំដួលញញឹមដាក់មិត្តសុំទោសណាអាការៈអានេះនៅផ្ទះខ្ញុំប្រហែលជាមានការអីហើយបានជាបងប្រុសមកតាមបែបនេះកញ្ញាប្រំប្រែងទាំងពីរមិនស្ដីគ្រាន់តែញញឹមងក់ក្បាលរួចទឹកដៃគ្នាចេញទៅយ៉ាងលឿនហើយកង់3ជិះទៅបាត់ទុកឲ្យវរៈនៅជាមួយនឹងរំដួលតាមមើលពីក្រោយជាប់រំដួលទឿនប្រុសស្នេហ៍តោះបងទៅកំឡោះរេរេហាក់ដូចជាមិនពេញចិត្តឡើងជិះមកអញ្ចឹងរំដួលមិនបានចាប់ភ្លឹកនឹងរឹកពីរបស់សង្សារនាងឡើយស្រីឡើងជិះពីក្រោយគេទាំងទឹកមុខញញឹមប្រព្រាវរៈបញ្ជាម៉ូតូបណ្ដានិយាយបណ្ដាពីអ្នកមិញនេះនៅស្រុកណាដែរអាការៈនៅភ្នំពេញនេះទេចំណែកវិជ្ជនីនៅបាត់ដំបងកំឡោះវរៈរៀងភ្ញាក់នឹងឈ្មោះនេះតែគេធ្វើជាធម្មតាហាក់មិនចាប់អារម្មណ៍បន្តិចណាឡើយម៉ូតូបានមកដល់មាត់ទន្លេត្រង់ខាងមុខព្រះបរមរាជវាំងគេនាំរំដួលទៅអង្គុយនៅលើបង់ថ្មមួយដែលនៅរៀងឆ្ងាយពីគេបន្តិចជាមួយនឹងវេចារំដួលអូនចេញទៅបម្រើការងារនៅខាងណាដែរប៉ាគាត់បានគិតគូរឲ្យអូននៅសាលាជាមួយនឹងបងនឹងណាឯរឿងរបស់យើងវិញអូនបានជម្រាបលោកប៉ារួចរាល់អស់ហើយអ្នកប្រុសភ្ញាក់ព្រឺតនឹងវិចាររបស់ស្រីស្នេហ៍តើអូននិយាយប្រាប់គាត់ថាម៉េចខ្លះទៅថាពូយើងទៅពីស្រឡាញ់គ្នាខ្លាំងណាស់មិនអាចរស់នៅឆ្ងាយពីគ្នាបានទេចុះគាត់ថាម៉េចដែរទៅគាត់ឲ្យបងចូលទៅស្ដីទៅនឹងអូនឆាប់នេះទៅគាត់យល់ព្រមដោយមិនប្រកែកឡើយតើអូននៅចាំបន្តិចទៀតសិនបានដែរទេចាំតោះតែគេហៅថាតាយាយមិនទេបងព្រោះបងមិនទាន់អស់សបាយនៅឡើយផងនោះចុះយើងរៀបការរួចហើយមិនអាចដើរលេងសបាយបានទេឬបងនិយាយមកមើលមិនអាចទៅរួចទេអូនតែពេលនេះអូនមានកូនមានចាស់ទៅតែដើរលេងយ៉ាងណាបានសបាយនោះនិយាយឲ្យចំទៅអូនមិនចាំបាច់បងធ្វើអីទេរំដួល
បើមានប្រុសណាគេស្រឡាញ់អូនចូលអូនព្រមរៀបការនឹងគេទៅចោះតែទោះជាយ៉ាងណាក៏បងត្រូវរៀបការជាមួយនឹងអូនដែរអូនមិនត្រូវបង្ខំបងពេកទេបងមិនស្រឡាញ់អូនទេឬរំដួលបងស្រឡាញ់អូនលើសពីអ្វីៗទាំងអស់និយាយបានតែប៉ុណ្ណេះស្រាប់តែសំឡេងមួយលន់ឡើងខាងក្រោយខ្នងពួកគេទាំងពីរមួយរំពេចយើនាងល្អប្រុសក្បត់អញ្ចឹងទេតាបានជាមិនព្រមមកដើរលេងជាមួយនឹងខ្ញុំសោះបងវរៈឆ្លើយមកមើលរវាងខ្ញុំនិងរំដួលបងជ្រើសរើសយកមួយណាដែរទៅវរៈផ្នែកសព្រោះយករូបកញ្ចនានៅមុខគេយ៉ាងនេះតើឲ្យគេដោះស្រាយដោយវិធីណាទៅស្រស់ស្រីបញ្ចេញទឹកមុខដោះសែនសាហាវដាក់រំដួលកញ្ចនាឯងនិងបងវរៈយ៉ាងម៉េចនឹងស្គាល់គ្នាដែរមែនទេជាគូដណ្ដឹងរបស់យើងណាបើនាងមិនជឿទេទៅស៊ូប៉ាម៉ាក់របស់គាត់ទៅនឹងបានដឹងហើយកូនមកខលពោលកាត់ភ្លាមមួយរំពេញកញ្ចនាហេតុអីបានជាអូននិយាយយ៉ាងនេះទៅវិញខ្ញុំនិយាយអញ្ចឹងមិនខ្លាចវាខឹងមែនទេរំដួលសែងក្តៅណាស់នាងស្រក់ទឹកភ្នែកមកជាមួយនឹងសម្ដីម៉ាត់ទៅកាន់វរៈបានហើយកញ្ចនាខ្ញុំមិនបំបីគូស្នេហ៍របស់នាងទេសូមលាហើយស្ដីជាប់សឹងតែមិនទាន់នាងខ្ទប់មុងស្រែកយំហូររត់ចេញទៅកញ្ចនាស្រែកបន្ទោតាមពីក្រោយគ្រាន់បើដែរទេតាចេះដឹងខ្លួនទាន់ល្អហើយបើថ្ងៃក្រោយនៅតែអញ្ចឹងទៀតកុំថាយើងកាចអសោះណាវរៈមុខក្រហមដោយទោសៈពោកាត់ភ្លាមកញ្ចនាតើនាងធ្វើនេះបានដីយ៉ាងម៉េចដែរទៅហើយខ្ញុំជាគូដណ្ដឹងរបស់នាងពីកាលណាដែរកញ្ចនាសាយរអឹកជាមួយកញ្ចនាបងគង់ស្មានថាធ្វើអីស្រេចទៅចិត្តបាននោះកញ្ចនាមិនចាញ់បងទេបើកញ្ចនាមិនបានបងទេអ្នកណាក៏មិនបានរូបបងដែរកញ្ចនានឹងធ្វើឲ្យបងគ្មានសុភមង្គលជារៀងរហូតកុំស្មានថាកញ្ចនាខ្វះប្តីនោះកំឡោះធ្វើមុខញឹមងើបដើរចេញទាំងស្ដីឡើងល្អណាស់អញ្ចឹងចាំពីថ្ងៃនេះតទៅឈប់មកតាក់ទងជាមួយនឹងខ្ញុំទីលឺទេរូបរបស់នាងខ្ញុំដូចជាឆ្អែតហើយសានក្តៅណាស់កញ្ចនាទន្ទ្រាំជើងយំយីបងវរៈបងហ៊ានមើងងាយខ្ញុំផងឬវរៈមិនស្ដីទាញម៉ូតូបើកចេញទៅវឹងបានស្រមោលមួយរំពេញទុកឲ្យកញ្ចនានៅឈរយំតែម្នាក់ឯងបរោះសម្បូរស្នេហ៍ពេលនេះមានទឹកមុខមិនសូវស្រស់សោះព្រោះរាសីរបស់គេដូចធ្លាក់មួយកម្រិតទៅហើយព្រឹកនេះគេរៀបចំខ្លួនបំរុងនឹងចេញទៅក្រៅទៀតតែលោកស្រីជាម្ដាយខាត់ឯងបំរុងតាណាទៀតហើយនឹងថ្ងៃអាទិត្យនេះម៉ាក់និងប៉ាឯងចង់ពិគ្រោះរឿងមួយជាមួយនឹងកូនកម្មវិធីដើរលេងរបស់ឯងដាច់ខាតត្រូវតែប៉ាសិនវរៈឈប់វិចារកម្មវិធីពិសេសមែនទេម៉ែត្រូវហើយនោះប៉ាឯងគេមកដល់ហើយអង្គុយចុះមកកូនអ្នកកំឡោះធ្វើតាមម្ដាយលោតចម្រើនដើរមកអង្គុយចិត្តគេនិងលោកស្រីជាម្ដាយទៅវិចារឡើងវរៈតើពេលណាបានឯងបន្ថយការដើរលេងស្រីញីនោះប្រហែលជាមិនទាន់ដឹងទេប៉ាមិនពិបាកទេប៉ាសម្រេចថានឹងរកប្រពន្ធឲ្យកូនហើយដើម្បីចងជើងឯងមិនឲ្យដើរចេញទៅក្រៅទៀតវរៈភ្ញាក់ទាំងអូទៀនទេកូនមិនទាន់ចង់បានទេបើមិនទាន់ចង់បានឯងមិនមានស្រីច្រើនបែបនេះទេពីល្ងាចមិញនេះប៉ាម៉ាក់កញ្ចនានិងកញ្ចនាបានមកក្រមុកប៉ាពីរឿងកូនឯងហើយគឺដើម្បីឲ្យរៀបការជាមួយនឹងកូនស្រីរបស់គេនឹងណាយីកញ្ចនាហ៊ានធ្វើដូច្នេះផងឬអ្នកស្រីសុរិយាឆ្លើយកាន់ចុះគេមានតែខ្លាចអីឥឡូវនេះប៉ាម៉ាក់បំពេញបំណងកូនឯងហើយជីតាគឺសម្រេចទៅស្ដីដណ្ដឹងកញ្ចនាយកមកឲ្យកូនឯងធ្វើជាប្រពន្ធនឹងណាទេកូនមិនរៀបការជាមួយនឹងនាងកញ្ចនាទេប៉ាបើមិនស្រឡាញ់មិនក៏បង្ខំគេធ្វើអីដែរទៅខ្ញុំមិនបានបង្ខំនាងទេតែកញ្ចនាយំប្រាប់ប៉ាថាឯងបានចាប់រំលោភគេដោយសន្យាថាថ្ងៃក្រោយនឹងយកនាងធ្វើជាប្រពន្ធទេកូនមិនបានចាប់រំលោភនាងទេប៉ាធ្វើបិទតែកូននឹងនាងជាសង្សារនឹងគ្នាមែនតែកូនមិនដែលប៉ះពាល់ខ្លួនប្រាណខាងក្នុងរបស់នាងទេកូនគ្រាន់តែប៉ះពាល់ខាងក្រៅតែប៉ុណ្ណោះកុំកុហកតែបើប៉ះក្រៅហើយរឿងអីដែលអាក្នុងមិនប៉ះនោះឯងធ្វើដូចជាក្មេងមិនដឹងអីមែនទេបានសេចក្តីថាប៉ាជឿទៅលើគេជាងកូនមែនទេអញត្រូវតែជឿព្រោះឯងនេះអ្នកណាមួយមិនដឹងថាចរិតខលខូចរបស់ឯងនោះឯងនេះស្រីរាប់មិនអស់មិនដឹងជាចរិតខលខូចនេះកាន់តែរកនរណាទេកំឡោះសែនឆេះឈូលនិងកញ្ចនាគេបោទាំងកំហឹងចុះពេលនេះប៉ាសម្រេចចិត្តយ៉ាងណាដែរសម្រេចយ៉ាងណាគឺសម្រេចរៀបការឯងជាមួយនឹងកញ្ចនានោះអីដើម្បីកុំឲ្យនៅអំពើទុកអញទៀតបើអញ្ចឹងទៅហើយប៉ារកកូនឯណាការបានប៉ារកទៅចុះនេះឯងឲ្យប៉ាទៅរកនៅឯណា
បើខ្វះណាហៅបងវេរាមកកាមដងទៀតទៅយីអាកូនជង្គូតនេះវាចង់ឲ្យគេអូសក្បាលម៉ែឪចូលគុកហើយមែនទេប៉ាម៉ាក់ខ្លាចមែនទេមិនខ្លាចទេតែវាជារឿងមួយគួរឲ្យអាម៉ាស់ណាស់សម្រាប់គ្រួសាររបស់យើងណាឥឡូវប៉ាមិនបាច់ខ្វល់ច្រើនទេបើគេចង់ធ្វើយ៉ាងម៉េចឲ្យគេធ្វើយ៉ាងនឹងទៅចំណែកខ្ញុំគឺមិនព្រមរៀបការចដាច់ខាតលោកចម្រើនដកដង្ហើមបន្តិចទើបតបអញធ្វើទៅមិនកើតទេបើប៉ាបង្ខំខ្ញុំគឺខ្ញុំឈប់នៅទីនេះហើយអញចង់ទៅណាមិនទៀងទេតែត្រង់ឲ្យខ្ញុំរៀបការជាមួយនឹងកញ្ចនាគឺមិនព្រមចដាច់ខាតហើយអ្នកស្រីសុរិយាពោលម្ដងចូលឯងពេញចិត្តនារីណាដែរទៅនៅទេម៉ាខ្ញុំរកមិនទាន់ឃើញទេតែសូមគុំបង្ខំខ្ញុំឲ្យសោះនិយាយហើយគេដើរចេញលេងស្ដីទុកឲ្យលោកប្រុសនិងលោកស្រីដែលរឹតទ្រូងដោយហួសចិនលោកចម្រើនពោលទាំងដកដង្ហើមធំមានកូនមួយនេះចំជាពិបាកមែនហើយតែយើងដោះស្រាយជាមួយនឹងប៉ាម៉ាក់កញ្ចនាយ៉ាងម៉េចដែរទៅបងពិបាកណាស់រឿងនេះបើយើងចេះតែបង្ខំវាពេកក៏មិនកើតដែរបើវាមិនព្រមយ៉ាងនេះទុកបន្តិចសិនទៅបើអញ្ចឹងមានតែបណ្ដោយឲ្យវានៅពីលារបៀបនេះមែនទេប៉ាវាចាំមើលលួងលោមវាបន្តិចសិនទៅនិយាយចប់លោកប្រុសដើរចេញទៅបានវេរៈបញ្ជាយានយន្តរបស់គេមកឈប់នៅផ្ទះរបស់អាការ៉ាគេដើរសម្ដៅទៅរកនាងដែលនៅអង្គុយមើលសិភើលើទងក្រោមដើមចម្ពូអាការ៉ាដូចជាអាសាណាស់ណោះស្រស់ស្រីងើបមុខឡើងញញឹមសម្ដែងការគូសំចាស់ជាទម្លាប់របស់ខ្ញុំពេលទំនេរលោកគ្រូអញ្ជើញមកផ្ទះខ្ញុំមានការអីដែរទៅអ្នកប្រុសអង្គុយចុះចិត្តនាងបន្តិចទាំងស្រដីខ្ញុំអបសពពេកក៏មកលេងទីនេះតែម្ដងទៅនិយាយអញ្ចឹងតើអាការ៉ាបង្រៀននៅសាលាណាដែរចាស់មិនទាន់ដឹងទេលោកគ្រូគ្រាន់តែដឹងថាបាននៅទីក្រុងភ្នំពេញនេះតែប៉ុណ្ណោះចុះមិត្តនារីរបស់នាងនោះទៅបម្រើការនៅទីណាដែរអាការ៉ាសាច់ញឹមគេសុំផ្លាស់ទៅស្រុករបស់គេវិញហើយលោកគ្រូចុះនាងនៅដល់ណាដែរទៅចាស់នៅទួលដែនសៀមយីដូចជាឆ្ងាយណាស់ណោះចាស់នៅឆ្ងាយមែនហើយពូយើងប្រហែលជាលេងបានជួបគ្នាទៀតហើយលោកគ្រូតើនាងនោះឈ្មោះអីដែរទៅអាការ៉ាស្រស់ស្រីសាច់ខឹកហេតុអីបានជាអាការ៉ាសាច់ទៅវិញខ្ញុំសាច់ព្រោះមិនលឺសូរលោកគ្រូស៊ូពីរំដួលសោះបែរជាទៅស៊ូពីអ្នកផ្សេងទៅវិញចាំបាច់ស៊ូច្រើនធ្វើអីបើដឹងរឿងរបស់នាងរួចទៅហើយរំដួលឥឡូវស្រស់សាច់ច្រើនណាស់មកឲ្យស្រពោនជាប់នេះប្រហែលជាអន់ចិត្តនឹងលោកគ្រូទេដឹងរឿងទាំងនេះខ្ញុំដឹងអស់ហើយលោកគ្រូដឹងហើយបើអញ្ចឹងនៅតែរឿងរបស់មិត្តនារីខ្ញុំទេដែលលោកគ្រូមិនទាន់ដឹងនោះណាហើយមិនបាច់ចង់ដឹងទេលោកគ្រូវាគ្មានបានប្រយោជន៍អ្វីទេបើមួយនៅឯជើងមេឃឯណោះហើយមួយទៀតនៅជើងមេឃឯនេះមិនងាយនឹងបានជួបគ្នាទេយកល្អលោកគ្រូកុំធ្វើឲ្យរំដួលគោចិត្តទៅបានហើយព្រោះរំដួលនឹងអានេះស្រឡាញ់គ្នាណាតែខ្ញុំនឹងរំដួលគ្មានរឿងអីដែលតាក់ទងគ្នានោះទេបើអាការ៉ាមិនប្រាប់ទេគេទៅចុះខ្ញុំលាសិនហើយស្ដីចំគេងើបបំរុងដើរចេញតែអាការ៉ាបញ្ញាប់ខាត់ជប់សិនលោកគ្រូនាងមានការអីទៀតមែនទេលោកគ្រូចង់ស្គាល់ឈ្មោះវាក្នុងបំណងយ៉ាងណាដែរវារៈអង្គុយចុះវិញពីកុមារខ្ញុំមានមិត្តនារីតូចម្នាក់ឈ្មោះវិជ្ជនីយើងបែកគ្នាជាង10ឆ្នាំមកហើយមិនដែលបានជួបគ្នាសោះមុននឹងបងរារៀបការគាត់បានប្រាប់ខ្ញុំថាគាត់បានជួបជាមួយនឹងនាងដល់ពេលឃើញមិត្តរបស់អាការ៉ាបុកមាត់ដូចជាសង្ស័យព្រោះនាងបញ្ជួយដូចគ្នាហើយរំដួលប្រាប់ខ្ញុំថានាងឈ្មោះវិជ្ជនីនៅបាត់ដំបងគឺពិតមែនដែរទេចៅបើលោកគ្រូដឹងទៅហើយចាំបាច់មកសួរខ្ញុំធ្វើអីទៀតក្រែងវាមិនច្បាស់ណាពិតមែនហើយលោកគ្រូថ្ងៃដែលការបងរ៉េតវាបានហាមិនឲ្យខ្ញុំនិយាយប្រាប់ឈ្មោះរបស់វាទេព្រោះខ្លាចលោកគ្រូដឹងហើយវាខំកិច្ចពីមុខបងរារហូតព្រោះខ្លាចបែកការគិតទៅអានេះនៅចាំរូបខ្ញុំបានដែរណោះទេការពិតវាមិនបានស្គាល់លោកគ្រូទេវាសួរខ្ញុំរកប្អូនប្រុសបងវីរ៉ាគឺជារឿងមួយគួរអស់សំណាច់ណាស់នៅទល់មុខគ្នាតែមិនស្គាល់គ្នាទៅវិញវរៈកៀងលេងចេញអនុស្សាវរីយ៍ទាំងប្រមាណបានលេចធ្លោនៅចំពោះមុខគេធ្វើឲ្យគេនឹកឃើញការដែលគេសុំខៀសនាងពីនៅតូចនោះធ្វើឲ្យគេអស់សំណៃខឹកអាការ៉ាឆ្ងល់ក៏សួរឡើងថាតើលោកគ្រូមានរឿងអីគួរឲ្យចង់សាច់មែនទេខ្ញុំអស់សំណៃនឹងអានេះលេខល្ខោនប្រព័ន្ធផ្នែកខ្ញុំនឹងណាតែវាបាននិយាយប្រាប់ខ្ញុំថាវាលេងចង់ដឹងចង់ឮអនុស្សាវរីយ៍ការពីនៅតូចទៀតហើយរឿងរ៉ាវទាំងប្រមាណវាបានខ្លាចទៅជាសំណល់ហូរអណ្ដែតតាមទឹកស្ទឹងសង្កែអស់បាត់ទៅហើយតែខ្ញុំនៅនឹកឃើញជានេះ
ก็อันนี้บ้านในยัยปรับชมถาตั้งปีไปเจียงดอกชนะหมกนุเวียบอมเพลกจังรูปลูกครูเตียดพ้องทั้งไงนามูชมนึงเติมสมตัวนี้ประหยัดใส่ลูกครูมูจิจิได้เตอใส่อ่อนนุขมิ้นอันตุปลไว้มาเลิกชมทีไม่ปานเชียงจังตะวิงพรุ่งนี้ตัวนูนังชมบรรบานบังการอนุสาวรีย์เวงอันไลโดยบัดโดยระบบชมนุตีอากาศซาเยี่ยมลูกครูใจนึกดอนอนุสาวรีย์ปีก็มารพีบได้เนาะแต่เหตุไอ้บ้านเชียลูกครูมันสกอร์บัดระบบลูนอันตะวิงเมาไปรูปเรียงระบบเนียงพลายจรานะเจ้าตั้งไปใบคเนมอกเหตุไอ้บ้านเชียลูกครูประกาศแตะท้องจมูกหนังวีจำนวนนี้ทั่วอ้อยไปแระแกงเชิงเล่นเมียนไวจ่าไวจังอ้อโปรตั้งท้ายไปใจปีบันดับมองเนาะเก็บบันไดยกจัดตุกดะตะลืออันนี้มันติดนายสอนไล่เราดอបំភ្លេចรู้วิจินีอ่อยฉันแต่อย่างนายก็ได้ก้มอ้อยรำรู้กูเชียมเตอบานหายกำหล่อเมื่อมุกอาการาชมในยัยปราบตรองแต่จ่อก้มท่ารำดูเรื่องเนียงเดตติดนี้มอกอาจรีบกายจมูกชมมานุเพื่อกร้อนแต่จิการเล่งไซปนอตีเจ้าบ้านจังหัดไอ้บ้านเชลกรูตัวสมสนายปีเก๋เนียงโยจะลำหายการเปิดเนียงตัวหนูเจ้าจะรักมารกชมมนตีหัดนี้ให้ชมตระตายบ่มไปบ่มน้องระบอเนียงแต่เจ้าเว้มันเชียกับเขาระบอกชมตำในไอ้หนูตีแต่การสลายระบอกชมจะปวดเนียงตัวหนูเวียนเมียนปรมดานได้ขนมจำนำเนียงตัวหนูชมมันบานถ้วยเนียงนามุยคุยอนาคตหนูตีแต่ตัวจีอย่างนาก็ได้ก็เนียงตัวหนูระบุดวงจันได้โดยซาแต่ลูกครูนังนะเรื่องนี้จะเอาชมถ้วยอย่างนาเตอลูกครูกูตายกำลังปรมดานจัดรบบอลูกครูเตอในเปล่าสายแจ้งกวีกบาโดยจีทเวอร์มันการเตะอาการปลุกชมเวจตาเด็ดกีบางจังทั้งไงนามุยลูกครูนังเมียนเวประเดสาไรจีมันแคนโดยจีขมิ้นเตจมูกนักชมโนชมสมลีหายอาการจ้าสมเจนตาสมคอมเพล็กซ์สมนองปูปีอันนี้นะเวลายังยำงกบามันเจนสดายรูตีมาโตเจนเวงเตบัดสระมอลมวยรวมไปทั้งไงนี้ไปมองสมระเกยกำปงกุยอ่านตุสนาวดัยเด็กน้องบรรณาไหลสลับตายนายบรอสมบูรณ์นะกุมจั่วปากในมือสเพียบกายจงวิคลาพ้องกำหลอดดักกษัตริย์จอเงียบมอกยิ่งยิ่งด่ามันเด็กน้องปฏิเมียนดำดังเอาไว้เพลย์มันทิ้งเวียมันขวาทิ้งแต่ไอเมียนดังดำดังปีรมดูได้ทิ้งยืงมันบานดังทิ้งจอกไกรเนียงจีสองซาระบายหรือบ่าวสองซาเวียยังไม่ได้ทั้งอันเปิดเชี่ยมันสไลด์เตอร์สไลด์เรื่องไอ้เตอร์เนี้ยรีบการในทั้งไงสายนี้ให้นะไอ้มันบานดังที่หรืออย่างไหมบ้านจิตเวอร์รึกแบบนี้แต่วิ่งช่วงไม่ดังดังบางทีมันบานปราบพองนู้บางทีปราบแต่ไอ้เฮียนเตอร์ได้ที่เรื่องไอ้ได้ท่ามันเตอร์นู้เป็นเตอร์คลายสิไอ้มันชื่อจำเตอร์เวลาสายกันแต่สระโอ้จิมวยนังเวลาโดยจะขมิ้นเรื่องแบบนี้ซะบอลเอาแต่เบียบประเดี๋ยวกรุบนี้ออกแต่จ่อวิ่งเงี้ยนังรู้ทำไมตีมาดูโดยใจไอ้นี่มันจะชื่อใจหนึ่งตึกภายในจะบอกใส่ซอเจ้าแร่เตอหายไอ้มาดังเตอร์กลมอุดไปอาสำลังยื่นสังคมทางทั้งไงหน้าหมวยไอ้หนึ่งสระตึกภายในดาวซาใส่เจียเหมือนคันเลยจะบอกอันขบวนนะมันงี้หนึ่งสระงี้ตีเจ้าเรื่องการจนายังไม่เตอหายโอ้หนึ่งการแต่ยามแต่ตีบรรเลงแต่เจ๊ไปให้จีอันยันนัดคลาแต่นี้โดยจิตการแต่สอบเตอยังไม่มันดังตีเจ้าเนียงเซ็งเป็นหนึ่งตียังไม่ได้โดยจะขมิ้นปัญหาไว้ตีแต่เนียงตึงนุกโดยจะตามไอ้สัตว์ดอลไฮแมนตีเอาสัตว์จ่อมันตีไปให้จะเนียงเลี้ยงบานจุกมุกยังตีหายแต่ไอ้จองตนาได้ตรกสีน่ะตามคาดมาดองบอลจังแมนเกยหนึ่งดีไอ้ทาโปรกมซารถจ่อโปรปลุกคลายใส่ตามแมนตีในโปรซาเมื่อมุกในนายจองสายกับสายเตอยังมันแต่ชื่อกบาลไอตีเว้ยยังทัวนี้โปรตีจองกลับโดบริยากาได้ไอ้นี้จัดได้ตีจอปามาไอ้ไฮแมนตีบองเวลาได้จมูกก่อนไฮตีตาหน้ามุ้ยยังมันแมนเตออเมริกันนะในได้ขมายนี้ได้ตีตาไอ้จองพลาดตะแคงหน้าได้บ้านดำบองสุดที่สายไอ้จะมาจะเคยนารีนะในตีหนูไฮเมื่อเตอบ้านไฮโปรลือเกณฑ์ใหญ่ทาบ้านดำบองมันทาโปรหรือใส่ที่สานนะไอ้นี้ในแต่มันจอจะรัดขุยซอเรื่องấy để cho bạn nó bớt trả từ bớt chia rốt xí lên bàn hai toàn là không mấy bằng bật tịch đó anh trả tràn hai là mồm vô của bốn hai tên cũng đang đá lên ẩn bây giờ bẹp này tiền nó chăm dưỡng cực thà vậy vậy về lên sầm hai chăm pe nó chăm vô của bốn tam đòn tới chăm to tại còn non màn thế trong anh mấy bạnจะชื่ออาเรื่องระบายdương mà lẽสุดที่สายจางระอักโปรตีdương mình chọnคืนตึกพนัยนารี
ហូរដោយសារតែឯងច្រើនពេកហ្នឹងណាចុះពេលនេះយើងបន្ថយខ្លះហើយទីតាបន្ថយមួយបន្ថែម3ទៀតមែនទេតែយ៉ាងម៉េចក៏យើងបន្ថយច្រើនជាងមុនដែរកំពុងតែជជែកគ្នាអនុរៈម្នាក់ដើរចូលមកដល់វរៈមាននារីម្នាក់សុំជួបសុំទោសលោកអនុរៈមេត្តាទៅជួយប្រាប់ផងថាខ្ញុំមិននៅទេបានលោកគ្រូនិយាយទាំងសាច់ទៅប្រាប់ខ្លួនឯងទៅបានទេវរៈអង្គវអាណិតប្អូនម្ដងទៅណាបងប្អូនលេងត្រូវការរាប់អាននារីទាំងអស់នោះហើយមិនបានជាឆាប់លះបងម្ល៉េះប្អូនអូឈប់ហើយបងរៀងចាលហើយលោកស្រីអស់នឹងនេះអាណិតជួយប្អូនម្ដងទៅបងលោកអនុរៈសាច់ដើរចេញទៅបាត់សុធីសាច់អើតមើលទៅតាមមកអ៊ូចសាច់ទៀតកេសនីទីតាទៅជួបគ្នាបន្តិចទៅវរៈបន្តិចទេចុះឯងថាធ្វើបន់តែជាមួយស្រីនោះតែថ្ងៃនេះដាច់សិលហើយសុធីសាច់ទៀតគិតទៅបរោះក្លាហាននេះខ្លាចស្រីដែរទីតាតែកុំភ្លេចថាស្រីមានល្បិចច្រើនណាស់ពេលដែលយើងធ្វើឲ្យនាងមិនសប្បាយចិត្តនោះអូឯងចេះគិតអញ្ចឹងដែរទេតាចុះយើងជាមនុស្សដែរទេតាមិនមែនមនុស្សជនឯណាពួកគេផ្ទុះសម្ដែងព្រមគ្នាយ៉ាងរីករាយជាទីបំផុត